ជាហើយសំណួរដែលជាសំណួរចាប់ផ្ដើមពូចង់សួរថាតើមានកម្មការនេះប្រមាណអ្នកទៅដែលធ្វើការថ្ងៃធ្វើការនៅរោងចក្រហើយយប់ទៅសម្រាប់នៅផ្ទះតើមានចំនួនប្រមាណនៅទីនេះសូមលើកដៃមើលឥឡូវដាក់ចុះហើយមានចំនួនប្រមាណតែជួលផ្ទះគេនៅមកពីខេត្តណានោះប៉ុន្តែយ៉ាងណាក៏ដោយគឺយើងឃើញចំនួនអ្នកតែបានធ្វើការនៅតាមរោងចក្រពេលថ្ងៃពេលយប់បាត់ទៅសម្រាប់សំណួរបន្តតើប្រមាណអ្នកទៅដែលបានចាក់វ៉ាក់សាំងច្រើនគ្រាឥឡូវដាក់ចុះគឺអ្នកដែលមិនបានចាក់វ៉ាក់សាំងមានប្រមាណទៅអត់មានទេហេតុអីបានចេញសំណួរពាក់ព័ន្ធជាមួយនឹងបញ្ហាអ្នកអត់បានចាក់វ៉ាក់សាំងវាមិនមែនជាកំហុសរបស់គួយទេក៏ប៉ុន្តែកាលពីគ្រាដំបូងនោះទាំងពេទ្យទាំងអ្នកត្រូវការវ៉ាក់សាំងសិតតែមានការយល់ខុសខ្លះឧទាហរណ៍ថាគេថាជំងឺធ្លាប់កើតជំងឺហឺតគឺគេមិនឲ្យចាក់ចឹងទេគឺអ្នកដែលមានជំងឺហឺតអត់បានចាក់ទេតែក្រោយមកបើគេបញ្ជាក់ថាជំងឺហឺតចាក់បានគេហាមតែពេលដែលកំពុងហឺតទេបើអត់តហឺតបើអត់ហឺតផងគេចាក់បានហើយចឹងឥឡូវដល់ដុសទីប្រមាណហើយគួយដុសទីប្រមាណទី4ឬទី5ឥឡូវដុសទី5បានប្រមាណទី4ឥឡូវដុសទី4ប្រមាណទៅឥឡូវចេះចាប់ពីដុសទី3ឡើងប្រមាណទៅអាមួយនេះអត់ទេអានេះចាក់តែ2ជឿលើកដែរម៉ែ4អ្នកខាងមុខនេះណាកូនភ្លោះសិតតែប្រុសអត់មានស្រីមកគូណាសោះណាភ្លោះសិតតែប្រុសទាំងអស់សួរ4គូបានភ្លោះទាំង4សំណួរបន្តទៅទៀតនៅក្នុងចំណោមពួកយើងជាងជិត20000នាក់នេះអ្នកដែលមានទូរស័ព្ទប្រើប្រមាណអ្នកទៅមើលឥឡូវសូមសួរចេះម្ដងអ្នកលេង Facebook ប្រហែលអ្នកទៅលោកប្រាខ្លាំងជាងមន្ត្រីរដ្ឋាភិបាលមួយចំនួនទៀតមន្ត្រីរដ្ឋាភិបាលមួយចំនួនលេងចេះអត់មានអត់ទឹកចេះ Facebook ផងណាអញ្ចឹងគឺមន្ត្រីគួរតែខ្វះកម្មករផងមន្ត្រីមួយចំនួនចេះលេង Facebook ទេអាបង្ហោះក៏មិនបង្ហោះអាចឆែកមើលគេក៏មិនឆែកមើលអត់ដឹងក្បួនខ្នាតទេអាហ្នឹងគឺហេមិនមែនបង្អាប់មន្ត្រីលើកម្មករក៏ប៉ុន្តែយើងបានឃើញចលនាពិតឥឡូវចង់សួរអំពីណែនៅក្នុងពេលដែលក្មួយពួយប្រើ smartphone មិញហ្នឹងយើងប្រើនិយាយសួរទាំងអស់វាមានទូរស័ព្ទអាទូរស័ព្ទវាមានអា smartphone វាមានអាទូរស័ព្ទធម្មតាប៉ុន្តែចង់សួរពីរឿងក្រៅពីក្មួយពួយប្រើប្រព័ន្ធ Facebook អ្នកប្រើ WhatsApp អ្នកប្រើ Telegram មានប្រមាណទៅតែចេះប្រើមើលមានប្រមាណក្មួយប្រហែលជាជំនាញប្រើ Facebook ជាងជំនាញប្រើ WhatsApp ឬប្រើ Telegram ចឹងទេបានជានៅក្នុងចំណោមអ្នកដែលប្រើទូរស័ព្ទនៅក្នុងប្រទេសយើងត្រូវរៀនបន្តនៅក្នុងបញ្ហាការប្រើការបញ្ជូនសារទៅតាមប្រព័ន្ធផ្សេងកាំងមួយយើងមានមួយឧទាហរណ៍តែ Facebook មានបញ្ហាយើងអាចដូរមក Telegram យើងអាចដូរមក WhatsApp យើងអាចដូរមក Line Viber អីយើងប្រើយើងរៀនប្រើហ្នឹង
ដើម្បីជាការគេហៅថាដល់ដំណាក់កាលនៃសេដ្ឋកិច្ច digital ឥឡូវចង់សួររឿងមួយសួររកមនុស្សតើនាងកាលដែលឆ្នាំ2018យើងមកជួបជុំគ្នានៅប្រំនោះណាបាទពីរដងណែប៉ុន្មានមួយលើកមានក្មួយស្រីម្នាក់ប្រហែលជាអ្នកអភិបាលខេត្តចាំឬមិនចាំក៏មិនដឹងទេតែខ្ញុំនៅចាំគឺគាត់ជាកូនទាហានឪពុកគាត់ជាទាហានដល់ទៅប្តីរបស់គាត់ជាទាហាននៅក្នុងប្រទេសហ្នឹងទៅស្រឡាញ់កូនកំមុំរបស់មេបញ្ជាការអញ្ចឹងក៏រៀបការឲ្យទៅប្តីនៅធ្វើទាហានប្រពន្ធមកធ្វើកម្មករឥឡូវតើមានក្មួយស្រីហ្នឹងមានមកចូលរួមនេះអត់បើជាគេផ្លាស់ទៅតាមប្តីឬប្តីទៅតាណាអីតាណាហើយព្រោះកាលនោះបានជាយើងខ្ញុំស្គាល់2018បានស្គាល់ថាចុះពេហើយចាំរឿងចុះពេចេញពីតំណែងណាចុះពេខ្ញុំវាអត់ស្គាល់ស្អីទៅចុះពេឬពេសកកម្មយើងទៅមកស្គាល់រឿងចុះពេចឹងទេអានេះគឺខ្ញុំនៅចាំអំពីការដែលក្មួយស្រីនោះឪពុកជាមេទាហានដល់ទៅពេលប្តីនោះគឺកន្លោះទេប៉ុន្តែមេទាហាននេះចេះយកកូនកំមុំទៅទុកក្នុងប្រទីដល់កូនទាហានវាឃើញសុំតំណែងបានទៅណាហើយអញ្ចឹងថ្ងៃនោះសួរថាចុះប្តីទៅណាថាចុះពេបាត់ហើយស្អីទៅចុះពេនេះចុះពេសកកម្មចឹងទេបាទថ្ងៃនេះបានមកជួបជាមួយក្មួយសាច់ថ្លៃម្ដងទៀតប៉ុន្តែឥឡូវចង់សួរមកសំណួរទៀតកាល2018យើងមកជួបជុំគ្នាដល់ពីកន្លែងហ្នឹងពីរដងឥឡូវក្មួយប្រហែលអ្នកទៅដែលធ្លាប់ជួបពីឆ្នាំ2018ហើយថ្ងៃនេះក៏ជួបទៀតសូមលើកដៃមើលនៅប្រហែលក្រែលដែរតាណាឥឡូវសូមសួរចេះកាត់គេកាត់ខ្វះសួរទៀតណារវាងឆ្នាំ2018នៅឥឡូវពេលមុនចាស់ជាងឬឥឡូវចាស់ជាងឬនៅដដែលតើបើនៅដដែលអត់ចាស់បងហើយគេថាពូចិត្តងាប់ហើយមានអីវាមានទៅការបផុសនៅខាងក្រៅមានពេលណាមួយដូចជា2ឆ្នាំមុនគេថាពូឬស្លាប់បាត់ទៅហើយហ៊ុនសែននឹងគ្រាន់តែជាមនុស្សខ្លែងបន្លំទេហើយអ្នកដែលថានោះគឺនៅស្រុកប្រាក់វាទៅជាចេះទៅប៉ុន្តែអានោះដូចខ្មោចឲ្យព្រលឹងចឹងគេថាយើងងាប់តែយើងអត់ងាប់អានោះខ្មោចឲ្យព្រលឹងបដៅថ្ងៃនេះសប្បាយរីករាយដែលបានមកជួបជាមួយកម្មការនេះនៅខេត្តកំពង់ស្ពឺសាច់ស្បៃម្ដងទៀតហើយនេះគឺជាជំនួបជុំទី2ដែលពូមានបំណងធ្វើតាំងពីឆ្នាំ2020ដើម្បីត្រួតពិនិត្យអំពីវឌ្ឍនភាពនិងកិច្ចការដែលយើងបានដាក់ឲ្យធ្វើវាទៅដល់ណាប៉ុន្តែជាអកុសលឆ្នាំ2020ស្ថានកូវីដបានចាប់ផ្ដើម2021កូវីដបន្ត2022កូវីដក៏បន្ត2023នេះគឺកូវីដមានប៉ុន្តែមានតិចតួចប៉ុន្តែយើងអត់តាន់បានលើកលែងអំពីការត្រូវធ្វើតេស្តមុនពេលជួបជុំទ្រង់ទេធំបែបនេះទេអំពីបញ្ហាតាក់ទងជាមួយនឹងបញ្ហា3កុំ3ការពារជាពិសេសការរក្សាកម្រិតនោះក៏នៅតែបន្តអនុវត្តប៉ុន្តែយើងក៏កាត់បន្ថយបធូរបន្ថយហើយតែនៅអកតបកិច្ចធ្វើពិតធ្វើតែ
ដល់តែក្រោយពេលមកនេះមុនពេលដែលយើងធ្វើស៊ីហ្គេមយើងគិតគូរថាប្រសិនបើយើងតម្រូវឲ្យធ្វើតេស្តតើត្រូវប្រើគ្រូពេទ្យប្រមាណដើម្បីបម្រើឲ្យការធ្វើតេស្តសម្រាប់អ្នកចូលមើលស៊ីហ្គេមយើងភ្លាមនោះយើងក៏បានយកការសម្រេចមួយសម្រាប់បញ្ឈប់ការធ្វើតេស្តមុនពេលមកជួបជុំចឹងបាញ់មិញគួយបានជួបជាមួយពូមិនតិចជាងថា100ឬ200នាក់មុននឹងមកដល់កន្លែងនេះដែលមកថតរូបផ្សេងរហូតដល់ការឥឡូវคล้ายទៅជានៅកន្លែងកងពល70គេហៅដែលផ្ពាល់ផ្អែមសន្តិភាពបានសក្តិតែគួយក៏ប្រឡំថើបហើយពូក៏សូមអរគុណដែលវាទៅពីហួសពីតម្រាក់តំណងរវាងនាយករដ្ឋមន្ត្រីនិងប្រជាពលរដ្ឋប៉ុន្តែវាទៅជាក្របខ័ណ្ឌនៃគ្រួសារដែលគួយចាត់ទុកពុកចាត់ទុកពូដូចជាឪពុកវាឬឪពុកធំឬដូចជាជីតាប៉ុន្តែចាត់ទុកទៅមកឪពុកវាបានហើយហៅតាវាចាប់ចាស់ពេកកន្លងទៅដើរចេះច្រឡំហៅតាឥឡូវឈប់ហ៎ទៅពូវ៉ានណាពូឯងក្មួយវ៉ានណាកុំឲ្យចាស់ពេកប៉ុន្តែអាហ្នឹងគឺការពិតទៅគឺថាអាយុក្រន់តែជាតួលេខមែនហើយតែយើងប្រឹងថែទាំសុខភាពយើងនៅតែអាចធ្វើទៅបាននៅកិច្ចការដែលយើងចង់ធ្វើហើយពេលដែលយើងបានលើកលែងអំពីការធ្វើតេស្តនេះហើយពូក៏ត្រូវជ្រៀតយកឱកាសនេះដើម្បីជួបកម្មករក្រៃលោពេលណាមួយតម្រូវឲ្យមានការធ្វើចិត្តលេខសការគេហៅថាអនុវត្តតឹងរឹងនៅវិធានការសុខាភិបាលដែលតម្រូវឲ្យមានការធ្វើតេស្តពេលនោះយើងខាតជួបគ្រាទៀតហើយអញ្ចឹងទេបានជារៀងរាល់ថ្ងៃឥឡូវក្រៅពីបន្ទាប់ពីខេត្តកំពង់ស្ពឺនៅច្បារមុននេះហើយស្អែកដូចជាវត្តពឺនៅព្រំពេញដល់ខាត់ស្អែកអង្គស្នួលដល់ថ្ងៃ30ទៅឯពោធិ៍សាត់រោះរួចហើយទៅផ្អាកសិនដល់យុទ្ធនាការបោះឆ្នោតផ្អាកសិនបន្ទាប់ពីការបោះឆ្នោតរួចហើយយើងបោះឆ្នោតថ្ងៃទី23ចឹងថ្ងៃទី27ពូនឹងដើរជួប10ទីកន្លែងគោលដៅទៀតព្រោះមិនមែនជាការជួបដើម្បីស្វែងរកសិលឹកឆ្នោតទេក៏ប៉ុន្តែអ្វីដែលពូចង់ដឹងគឺតាក់តែងគោលនយោបាយនិងដោះស្រាយបញ្ហាទាំងឡាយដែលរាជរដ្ឋាភិបាលត្រូវផ្ដល់ជូនប្រជាពលរដ្ឋវាជាផ្នែកនៃការត្រួតពិនិត្យមើលនៅវឌ្ឍនភាពនៃការអនុវត្តនៅអនុសាសន៍ទាំងឡាយដែលយើងធ្លាប់យើងបានដាក់ឲ្យអនុវត្តជាមួយនឹងការរកឃើញចំណុចថ្មីទាំងឡាយថែមទៀតដើម្បីយើងអាចដោះស្រាយបានបញ្ហាដែលជាបញ្ហាប្រឈមធំរបស់ប្រជាពលរដ្ឋរបស់យើងតម្រូវការនៃការអភិវឌ្ឍបើយើងនិយាយអំពីខេត្តកំពង់ស្ពឺខេត្តនេះគឺជាខេត្តក្រីក្រមួយកាលពីពេលមុនប៉ុន្តែតើមាននរណាបានគិតថាខេត្តកំពង់ស្ពឺคล้ายទៅជាខេត្តទី2ដែលមានរោងចក្រច្រើនបន្ទាប់ពីភ្នំពេញតើមានមនុស្សប្រមាណនេះកាលពីជាង20ឆ្នាំមុននោះជាង20ឆ្នាំព្រោះជាតំបន់វាយគ្នានិងជាតំបន់ក្រីក្រប៉ុន្តែឥឡូវនេះតាមអាដាមហ៊ុនសុភេងកន្លែងនេះកំពុងតែខ្វះកម្មករទៅទៀតដែលអំពាវនាវឲ្យខ្វះកម្មករប្រមាណ 5,000 នាក់ដែលរោងចក្រនឹងបើកថ្មីនៅខេត្តកំពង់ស្ពឺហើយខេត្តកំពង់ស្ពឺមិនមែនគ្រាន់តែមានរោងចក្រផ្នែកកាត់ដេរនិងវិជ្ជាផលកាត់ដេរនិងសេវាជើងនេះក៏ប៉ុន្តែខេត្តកំពង់ស្ពឺមានឧស្សាហកម្មផ្សេងទៀត
ជាការកែច្នៃផ្នែកកសិផលដែលរាប់ទាំងបញ្ហាដំឡូងមីរាប់ទាំងបញ្ហាស្ករសហើយនឹងអនាគតនៅខេត្តកំពង់ស្ពឺនឹងមានឧស្សាហកម្មធុនធ្ងន់មួយដែលនឹងអាចផលិតស៊ីម៉ងតក្នុងមួយឆ្នាំប្រមាណជា2លានតោនដែលខេត្តកំពង់ស្ពឺនឹងក្លាយទៅជាខេត្តដែលរួមចំណែកក្នុងការផ្គត់ផ្គង់សម្ភារៈសំណង់សម្រាប់ទូទាំងប្រទេសព្រោះបានផ្ដល់ការអនុញ្ញាតសម្រាប់ការវិនិយោគហើយវាមិនមែនជាការយកភ្នំទេប៉ុន្តែវាបែរជាមានដកថ្មដែលអាចធ្វើស៊ីម៉ងតបាននៅក្រោមដីទៅវិញដែលស្ថានភាពនេះគឺយើងនឹងមានឧស្សាហកម្មធុនធ្ងន់ខេត្តកំពង់គឺជាខេត្តដែលនៅសេសសល់សក្តានុពលច្រើនណាស់ហើយនេះប្រសិនបើយកនៅអ្វីដែលខ្ញុំធ្លាប់បានថ្លែងកាលពីពេលមុនដោយចង់ផ្សារភ្ជាប់ពូលសេដ្ឋកិច្ចទី1និងពូលសេដ្ឋកិច្ចទី2តាមរយៈផ្លូវជាតិលេខ4ឲ្យคล้ายទៅជាតំបន់រោងចក្រនិងតំបន់កសិឧស្សាហកម្មគេអាចមើលឃើញចក្ខុវិស័យរបស់ហ៊ុនសែនមិនមែនកញ្ឆក់កណ្ដៀតទេគឺមានយូរហើយឥឡូវនេះយើងបាននឹងកំពុងអនុវត្តការតភ្ជាប់រវាងបណ្ដារោងចក្រពីទីក្រុងភ្នំពេញចេញមកអង្គស្រួលរបស់ខេត្តកណ្ដាលនិងតភ្ជាប់មកខេត្តកំពង់ស្ពឺច្បារបនរបស់យើងហើយចេញពីច្បារបនរបស់យើងតទៅខេត្តព្រះសីហនុនៅទីកន្លែងមួយចំនួនសិតតែជាតំបន់សេដ្ឋកិច្ចចំណុចនេះយើងមើលឃើញអំពីសក្តានុពលបើនិយាយដោយឡែកគឺខេត្តកំពង់ស្ពឺប៉ុន្តែនិយាយជារួមគឺទិសនិរដីរបស់យើងដែលមានសក្តានុពលក្នុងការតាក់ទាញបណ្ដារោងចក្រសហគ្រាសសម្រាប់ការវិនិយោគក្នុងនោះរួមមានខេត្តកំពង់ស្ពឺខេត្តតាកែវខេត្តកំពតកែបនិងខេត្តផ្សេងនោះដែលคล้ายទៅជាខេត្តគេហៅថាពហុបំណងកសិកម្មក៏មានឧស្សាហកម្មក៏មានទេសចរណ៍ក៏មានអញ្ចឹងទេចំណុចនេះគឺជាចំណុចតែយើងត្រូវបន្តការខិតខំហើយគួរអាចមើលឃើញហើយផ្លូវជាតិលេខ4កំពុងតែធ្វើការពង្រីកបន្ថែមដើរទន្ទឹមនឹងផ្លូវល្បឿនលឿនមួយដែលតភ្ជាប់ទីក្រុងភ្នំពេញមកកាត់ខេត្តកំពង់ស្ពឺនិងតភ្ជាប់ទៅខេត្តព្រះសីហនុជាមួយនឹងការខិតខំបន្តដើម្បីពង្រឹងសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹកនៅកំពង់ផែក្រុងព្រះសីហនុហើយដែលខ្ញុំអំពាវនាវយ៉ាងទទូចហើយជប៉ុនក៏បានឆ្លើយតបជាមួយនឹងកិច្ចការងារនេះដើម្បីធ្វើឲ្យជំរឿទឹកនៅខេត្តព្រះសីហនុរបស់យើងកំពង់ផែខេត្តព្រះសីហនុគឺអាចចូលនាវាធំបានសពថ្ងៃយើងខាតបង់ទៅលើថ្លៃដឹកជញ្ជូននេះត្រង់ថាកប៉ាល់ធំដែលចូលមកដល់ខេត្តកំពង់សោមនេះខេត្តកំពង់ផែក្រុងព្រះសីហនុនេះគឺអាធំមែនទែនចូលអត់តាន់បានដោយសារជំរឿទឹកយើងវារាក់អញ្ចឹងបានជាយើងត្រូវផ្ទេរនៅឯសិង្ហបុរីនៅឯវៀតណាមនិងនៅប្រទេសដទៃទៀតអញ្ចឹងធ្វើឲ្យក្នុងអរិញណែការដឹកជញ្ជូនរបស់យើងមកកុងតឺន័រត្រូវខាតអស់$88អញ្ចឹងបើសិនយើងប្រើប្រាស់នៅឥណទានរបស់ជប៉ុនហើយជប៉ុនជួយនៅក្នុងការស្ដារធ្វើឲ្យជំរឿទឹកកាន់តែជ្រៅការដឹកជញ្ជូនដោយនាវាធុនធំយើងអាចចូលមកដោយមិនចាំបាច់ទៅផ្ទេរទៅកប៉ាល់សម្រាប់
កប៉ាល់នៅឯសិង្ហបុរីឬនៅវៀតណាមឬនៅប្រទេសដទៃនោះហើយជាការខិតខំរបស់រាជរដ្ឋាភិបាលដើម្បីទាក់ទាញបន្ថែមសម្រាប់ការវិនិយោគនៅក្នុងប្រទេសរបស់យើងដែលអ្វីដែលជាការខិតខំយើងខិតខំធ្វើយ៉ាងម៉េចគឺក្នុងមួយឆ្នាំបង្កើតការងារ30,000កន្លែងបើហើយបំផុតក៏បានត្រឹមពី20ទៅ30ប៉ុន្តែគោលដៅរបស់យើងចង់បាន30,000ព្រោះប្រជាពលរដ្ឋមានកំណើតប្រមាណជា33,000ក្នុងមួយឆ្នាំប៉ុន្តែគ្រាន់ថាក្មួយថ្ងៃនេះគឺចំនួនកូនគឺតិចជាងស្ទើរតែតិចជាងខេត្តដទៃកំពង់ឆ្នាំងឥឡូវនេះគឺកូនបើ19,000នាក់កូនអត់ដល់ទាំង600នាក់ផងចង់បានសក្តិថាអ្នកកំពង់ស្ពឺកូនតិចបើប្រៀបធៀបអ្នកតកែវប្រៀបធៀបអ្នកកំពង់ឆ្នាំងនិងប្រៀបធៀបអ្នកព្រៃវែងអ្នកស្វ័យរៀងអ្នកកំពង់ស្ពឺកូនតិចមិនដឹងថាក្មួយមិនចង់យកឬក៏វាអត់អាហ្នឹងចាំនិយាយគេក្រោយចាំទុកឲ្យទៅជែកគ្នាក្នុងមុខពីអ្នកប្រៃប្រពន្ធទៅតែប៉ុន្តែយើងត្រូវឃើញអំពីកំណើនប្រជាជនកើនឡើងជាមួយនឹងតម្រូវការនៃការងារត្រូវធ្វើដូច្នេះជាមួយនឹងការខិតខំនេះរាជរដ្ឋាភិបាលបានខិតខំធ្វើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីបម្រើឲ្យការវិនិយោគហើយការវិនិយោគទៀតសោតមិនមែនតម្រង់ឈ្មោះតែទីក្រុងភ្នំពេញទេពូអាចហ៊ាននិយាយថាទិសនិរដីនេះក្នុងនោះរួមបញ្ចូលទាំងខេត្តកំពង់ស្ពឺនៅមានសក្តានុពលធំណាស់នៅក្នុងការទាក់ទាញវិនិយោគហេតុអីទៅហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគឺល្អអគ្គិសនីគ្រប់គ្រងគ្រប់បន្ថែមទៅដោយការដឹកជញ្ជូនទៅកាន់មាត់សមុទ្រសម្រាប់ការនាំចេញគឺវាងាយស្រួលវាជិតដូច្នេះការវិនិយោគនៅទិសនិរដីគឺវានឹងคล้ายទៅពោលគេថាពោលសេដ្ឋកិច្ចនៅក្រុងប្រសិទ្ធនោះវាតបជាប់ជាមួយនឹងពោលសេដ្ឋកិច្ចនៅទីក្រុងភ្នំពេញហើយវាអត់ដាច់រយៈជាមួយគ្នាច្រើនប្រហែលទេតាមប្រវត្តិទេហើយបើនិយាយមកដល់ខេត្តកំពង់ស្ពឺខ្ញុំទៅតែនឹកមកលើកទី1ក៏និយាយលើកទី2ក៏និយាយលើកទី3ក៏និយាយរឿងបញ្ហាបន្តិចប្រាសាខ្ញុំនៅក្នុងសភាពេលចម្លងនោះថាបដ ாய் ឲ្យប្រជាជនលក់ដីនៅតាមផ្លូវជាតិលេខ4ផ្លូវជាតិលេខ3សមាជិកសភាទៅយកមកវិញទៅយកមកឯកសារដើមនៃការប្រជុំនៅក្នុងសភាបន្តិចប្រាសារាជរដ្ឋាភិបាលពេលនោះថាហេតុអីបានបដ ாய் ឲ្យប្រជាជនលក់ដីនៅតាមផ្លូវជាតិលេខ4លក់ដីនៅតាមផ្លូវជាតិលេខ3ជាពិសេសផ្លូវជាតិលេខ4ដែលតបជាប់ពីភ្នំពេញចេញមកកណ្ដាលហើយចេញមកកំពង់ស្ពឺបានខ្ញុំឆ្លើយតបថាយើងពិនិត្យមើលបើសិនជាយើងទុកស្រែទាំងនោះឲ្យបន្តធ្វើស្រែក្នុង1ហិកតានោះយើងអាចថាចិញ្ចឹមបានមនុស្ស10នាក់1ហិកតានោះបានមនុស្ស10នាក់តែប៉ុណ្ណោះប៉ុន្តែបើស្រែ1ហិកតានោះប្រែក្លាយទៅជារោងចក្រយើងអាចចិញ្ចឹមបាន3,000 ឬ 5,000 គ្រួសារឯណោះតាមរយៈការបង្កើតរោងចក្រដោះស្រាយការងារធ្វើឯម្ចាស់ដីដែលលក់នោះគាត់លក់1ហិកតានេះព្រោះតើតាដីត្រូវប៉ាន់បានគេទិញអញ្ចឹងគាត់លក់បានតម្លៃនោះគាត់អាចទៅទិញដីបាន5ហិកតាគាត់រត់លុយទៅផ្ទះទៀតអញ្ចឹងទេចំណុចនេះវាមានចំណុចជួនកាលនយោបាយកញ្ឆក់កឌៀតរបស់ក្រមនយោបាយខ្លះ
គឺក្រន់តែជាការបង្ហាញឲ្យឃើញអំពីគេហៅថាភាពល្ងងរបស់ខ្លួនតែប៉ុណ្ណោះឥឡូវលើការជាក់ស្ដែងពូមានមោទនភាពជាមួយនឹងនយោបាយរបស់ពូដែលពូដាក់ចេញក្នុងរយៈពេលកន្លងទៅអនុញ្ញាតលើកទឹកចិត្តព្រោះនៅតាមផ្លូវជាតិហើយស្រេចឥឡូវលើកជាសំណួរចេះសម្រាប់ពូមិញបានលើកដៃច្រើនទៀតណាដែលថាធ្វើការពេលថ្ងៃពេលយប់ទៅសម្រាប់នៅផ្ទះឥឡូវយើងបកត្រឡប់មកវិញថាប្រសិនបើអត់មានរោងចក្រនៅខេត្តកំពង់ស្ពឺនេះទេដែលក្មួយកំពុងធ្វើការសួរថាពេលនេះក្មួយកំពុងធ្វើអីចម្លើយចេញមកគឺមានតែពីរនេះពេលនេះក្មួយកំពុងស្ថិតនៅទីក្រុងភ្នំពេញឬនៅកន្លែងផ្សេងដើម្បីរកការងារធ្វើនៅកន្លែងនោះคล้ายទៅជាជួនចម្លាក់ស្រុកនេះជាចម្លើយទី1ដោយសារតែនៅទីនេះអត់មានរោងចក្រអញ្ចឹងក្មួយអាចចង់ធ្វើការរោងចក្រនៅក្នុងដែនដីរបស់ខេត្តកណ្ដាលនៅក្នុងដែនដីរបស់ខេត្តកំពង់ស្ពឺឬក្នុងដែនដីរបស់ខេត្តតាកែវទៅវិញអាហ្នឹងបើសិនជាអត់មានរោងចក្រនៅនេះគឺក្មួយចង់រកការងារធ្វើផ្សេងនៅកន្លែងផ្សេងហើយចម្លើយទី2គឺពេលនេះម៉ោងនេះក្មួយកំពុងធ្វើកសិកម្មជាមួយនឹងគ្រួសារខ្លួនជាមួយឪពុកម្ដាយបើសិនបើអត់តាន់មានគ្រួសារឬការលក់ដូរតិចតួចឬសិប្បកម្មมันមានប្រាក់ចំណូលដែលខេត្តកំពង់ស្ពឺគ្របដណ្ដប់យកក្នុងមួយឆ្នាំ$481 លានធ្លាក់មកក្នុងខេត្តកំពង់ស្ពឺ$480 លានមិនបានតិចទេណាប្រាក់ចំណូលដែលធ្លាក់ចូលក្នុងកម្មករនៅក្នុងខេត្តកំពង់ស្ពឺលើគ្រប់ផ្នែកគឺមានចំនួនរហូតដល់385 លានអញ្ចឹងក្នុងមួយខែត្រូវធ្លាក់មកខេត្តកំពង់ស្ពឺគឺប្រមាណជាង$40 លានច្រើនមិនមែនជាចំនួនតិចតួចទេអញ្ចឹងចក្ខុវិស័យដែលយើងបានដាក់ចេញស្ដីអំពីការតម្រង់ទិសពង្រាយរោងចក្រទៅតាមបណ្ដាខេត្តកំពុងទទួលបានជោគជ័យពូមានមោទនភាពក្នុងឋានៈជាមេដឹកនាំប្រទេសដោយគ្មានការបញ្កប់បញ្ជាពីខាងក្រៅណាទេប៉ុន្តែនេះគឺជាកចក្ខុវិស័យជាមនោគមវិជ្ជាជាការគិតគូររបស់យើងដើម្បីឲ្យប្រជាជនមានការងារធ្វើដោយមិនប្រមូលផ្ដុំតែនៅទីក្រុងភ្នំពេញទេជនបទទទួលបានការអភិវឌ្ឍដូចគ្នាឥឡូវនៅតាមភូមិនៅខេត្តកំពង់ស្ពឺ 100% ទៅហើយដែលតាមភូមិមានភ្លើងប្រើអគ្គិសនីប្រើប្រាស់ដែលមុននោះកំពង់ស្ពឺរបស់យើងគឺជាអ្នកដុតចន្លោះជាអ្នកដុតចង្គៀងប្រេងកាតក៏ប៉ុន្តែអាចចន្លោះនឹងចង្គៀងប្រេងកាតវាទៅបាត់ហើយបើទោះបីថាយើងកន្លែងខ្លះទឹកនឹងទៅបោះទៅធ្វើផ្ទះនៅខ្សែបណ្ដាញអគ្គិសនីមិនទាន់ទៅដល់ក៏គេប្រើសូឡាដែរប្រើពន្លឺព្រះអាទិត្យឬក៏ប្រើធុងអង្គុយកាលពីមុននិយាយពីខ្នោះអារម្មណ៍របស់ពូតែបរោះពីមុនក្នុងឋានៈជាមេដឹកនាំប្រទេសពូហាក់ដូចជាមានការភាពកំសត់ខ្លួននៅពេលដែលយើងប្រជុំអាស៊ានពេលនោះគឺយើងមានសន្តាគារផ្កាយ5ត្រឹមតែ2តែប៉ុណ្ណោះមួយនៅរ៉ាហ្វាល់មួយទៀតនៅអង្គរកុងតណង់តាល់យកធ្វើជាកន្លែងប្រជុំឆ្នាំ2002នោះគឺជារឿងដែលដូចថាវាកំសត់
ហើយចេះតែគិតថាតើប្រទេសនេះគេវាយតម្លៃប្រទេសយើងយ៉ាងម៉េចប៉ុន្តែមានរឿងមួយថាគេក៏អាចយល់ថាយើងទៅនឹងើបចេញពីសង្គ្រាមដល់មកធ្វើប្រធានរៀនឆ្នាំ2012រៀងក្រាន់បើបន្តិចដល់ទៅពេលមកធ្វើប្រធានអាស៊ាននៅឆ្នាំ2022ចាប់ប្រើដូចគេដូចឯងព្រោះទីក្រុងរបស់យើងឲ្យតែចាប់ចូលទឹកដីកម្ពុជាភ្លាមហោះក្រៅពេលយប់គឺយើងឃើញទៅតាមភូមិរបស់យើងមានអគិសរីប្រើបញ្ចេញអគិសរីមកប្រោកព្រាតដល់មកជិតក្រុងរៀបចុះគឺកលេចទៅក្រុងរបស់យើងគឺព្រោះទីក្រុងរបស់យើងប៉ុនប្រទេសសិង្ហបុរីក្រុងភ្នំពេញប៉ុនប្រទេសសិង្ហបុរីយើងមិនមែនមោទនភាពហួសទេក៏ប៉ុន្តែអ្វីដែលជាការចាប់ផ្ដើមរបស់យើងលំបាកណាស់ក្មួយសួរជាដូនជាតាឪពុកម្ដាយរបស់ក្មួយទើបបានដឹងថាគាត់ពួកគាត់ពិបាកប៉ុណ្ណាក្នុងនឹងរួមមានខេត្តកំពង់ស្ពឺរបស់យើងហើយខេត្តកំពង់ស្ពឺនេះទើបនឹងបញ្ចប់សង្គ្រាមនៅខែកុម្ភៈឆ្នាំ2000ឆ្នាំ1996ដែលយើងធ្វើសមរណកម្មកងពលលេខ18របស់កែវពួកឥឡូវឃើញកែវពួកមកនៅថ្ងៃនេះហើយចុះថ្ងៃមុនមេខ្មែរក្រហមដែលសមរណកម្មមុនគេទៅសួររកកែវពួករកអត់ឃើញស្មានតែកែវពួកស្លាប់បាត់ហើយឥឡូវនៅសង្ហាសង្អីព្រោះថ្ងៃហ្នឹងមិនបានអត់ទៅអត់មានលិខិតជួយហើយនយោបាយឆ្នេះវាត្រូវមានកែវពងព្រោះកែវពងចាប់ផ្ដើមកំណត់យកអានេះកែវពងទៅជួបថ្ងៃ7ហើយយើងកំណត់យកថ្ងៃទី11ថ្ងៃទី11ខែកុម្ភៈកែវពងចាប់ផ្ដើមអាកងពល18គឺចេញទាំងអស់ហើយបានទាបាញ់មកធ្វើសម្ដែងសម្ដានដល់ថ្ងៃទីប្រហែលខែ3បើខ្ញុំទៅអរ៉ាល់អញ្ចឹងបើខ្ញុំនិយាយថាបងប្អូនបានលើកជាសំណួរជាមួយខ្ញុំថាចុះបើឲ្យកែវពងត្រឡប់ទៅវិញកែវពងក្បត់អត់ព្រមធ្វើតើបានតើត្រូវធ្វើយ៉ាងម៉េចព្រោះនៅគាត់ថាអត់មានលឺអត់មានខ្វះកែវពងត្រឡប់ទៅវិញខ្មែរក្រហមក៏កម្លាំងនៅដដែលហើយបើយើងទុកកែវពងគឺបាត់កែវខ្មែរក្រហមបាត់មនុស្សតែម្នាក់ប៉ុន្តែបើកែវពងអនុវត្តនៅនយោបាយរបស់យើងគឺយើងបានតំបន់អរ៉ាល់ទៅមូលដូចចិត្តដូចចិត្តអញ្ចឹងគឺថ្ងៃនោះសួររកកែវពងអត់ឃើញប៉ុន្តែចិត្តតែព្រួយបារម្ភពីសុខភាពកែវពងដែរប៉ុន្តែថ្ងៃនេះយ៉ាងសង្ហាមានមួយទៀតទៅដឹងបាទជើងវាមានប៉ះពាល់អីបាទតែកាលណាគួយយូរទៅឈឺខ្លាំងអានោះបើជាគៀបតសៃទេពួកខ្ញុំក៏គៀបតសៃដូចចឹងដែរហើយសារប៉ុន្តែខ្ញុំវះអានោះគេហៅឆ្អឹងទី5អាកលៈទី5សកត់លើឆ្កេះកាលពីដើមខ្ញុំដើរត្រួតពុលមានគៀងម្ដងហើយឈួរយូរវះរួយហើយកែលោវះមិនត្រូវក្បួនទៅឥឡូវនឹងសិទ្ធិវៈអនុវត្តគេថាប្រតិបត្តិការនយោបាយឆ្នេះដំណាក់កាលដំបូងដែលយើងបានធ្វើហើយខេត្តកំពង់ស្ពឺខ្ញុំបញ្ជាក់ឡើងវិញមិនគួរខេត្តកំពង់ស្ពឺคล้ายទៅជាខេត្តដែលមានរោងចក្រចំនួនច្រើនជាងគេបន្ទាប់ពីទីក្រុងភ្នំពេញប៉ុន្តែឥឡូវនេះនៅមានទៀតផ្នែកកសិឧស្សាហកម្មនិងផ្នែកបច្ចេកវិទ្យានានានឹងអាចមកទៀតប្រហែលថ្ងៃមុនវិញសំណាងបានទៅហុងកុងដើម្បីទាក់ទាញវិនិយោគពីទីនោះមកកាន់ទីនេះបន្ថែមទៀត
ជាមួយនឹងការដោះស្រាយការងារធ្វើឲ្យគួយមានលទ្ធភាពដើម្បីនឹងទាញយកប្រាក់ចំណូលឥឡូវចោតចេញជាសំណួរដូចបាញ់ហ្នឹងសំណួរមួយដែលគួរតែនិយាយជាមួយគួយប្រសិនបើរោងចក្រត្រូវបិទព្រឹបភ្លាមអ្នកណាបាត់បង់ផលប្រយោជន៍ពុនគេគឺអ្នកដែលកំពុងធ្វើការក្នុងរោងចក្រនេះឯងត្រូវបាត់បង់មុនគេអញ្ចឹងក្មួយត្រូវហ៊ានប្រឈមមុខជាមួយនឹងពួកអាចង្រៃមួយចំនួនដែលវាតែងទៅសុំបរទេសដាក់តនកម្មកម្ពុជាកុំទិញទំនិញពីកម្ពុជាកុំវិនិយោគមកកម្ពុជាត្រូវហ៊ានចង្អុលមុខអ្នកណាមកឃោសនាអាហ្នឹងគឺយើងនិយាយហ្មងអ្នកឯងបំផ្លាញឆ្នាំងបាយរបស់ខ្ញុំកុំខ្លាចពួកអាចង្រៃនេះតើតែវាងាប់អញ្ចឹងត្រូវបំបត្តិអានយោបាយជ្រុលនិយមនេះប៉ុន្តែវាក៏មិនងាយជាខឺតាមចិត្តដែលវាចង់នោះទេតាមចិត្តវាចង់ក៏ប៉ុន្តែយើងក៏មិនត្រូវទុកឲ្យមនុស្សធននេះហើយបកនយោបាយធននេះមានលទ្ធភាពចូលជើងនៅក្នុងប្រទេសកម្ពុជាទេអញ្ចឹងបានជាពូតែសំណូមពរនៅគ្រប់ទីកន្លែងត្រូវខិតខំរក្សាស្ថិរភាពសន្តិភាពស្ថិរភាពនយោបាយឲ្យបានរាជរដ្ឋាភិបាលប្រឹងណាស់ហើយជានិច្ចកាលយុទ្ធសាស្ត្រហ៊ុនសែនឬមនោគមវិជ្ជារបស់ហ៊ុនសែនតែងតែក្តាប់នៅចំណុចស្នូលពីរដែលមានទំនាក់ទំនងគេហៅចុងខ្សែពីរនៃចំណងមួយមកខាងត្រូវរក្សាសន្តិភាពនិងស្ថិរភាពនយោបាយឲ្យខាងតែបានហើយមកខាងទៀតត្រូវតែរក្សានៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានអាពីរហ្នឹងត្រូវដើរទន្ទឹមគ្នាពីដើមដល់ជាប់ហ៊ុនសែនដឹកនាំក្តាប់យុទ្ធសាស្ត្រពីរហ្នឹងពូក្រន់តែរំលឹកកែលោវាគ្មានពេលរំលឹកនៅឆ្នាំ2003និង2004ពេលនោះគណៈរដ្ឋមន្ត្រីបង្កើតអត់បានក្នុងរយៈពេល1ឆ្នាំដោយសារតែគណៈបព្វជិជនទទួលបាន73គណៈបកពីរផ្សេងទៀត1 26 1 24អញ្ចឹងដើម្បីតថ្លៃគឺគេប្រឆាំងនឹងការបង្កើតរដ្ឋាភិបាលពេលនោះសូមបញ្ចេញថ្ងៃនេះអស់ហ្មងទៅប្រជុំឯកភាពគ្នាក្រោមបរិយាធិបតីភាពរបស់ព្រះមហាក្សត្រអតីតព្រះមហាក្សត្រគឺសម្ដេចឪឯកភាពគ្នាបង្កើតរដ្ឋាភិបាលត្រីភាគីវាចេញមកវាថាលទ្ធផលពិតនិងលទ្ធផលមិនពិតវាថាវាទទួលស្គាល់ហើយហ៊ុនសែនធ្វើនយោបាយរដ្ឋមន្ត្រីក៏ប៉ុន្តែស្លឹកខ្នោតលើដៃសមាជិកសភាបើអញ្ចឹងហៅពួកយើងថាតតបាល់នឹងលេងតាមកំដរលេងបាល់នឹងទៅហើយក្តាប់ជាប់នៅយុទ្ធសាស្ត្ររក្សាស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកងរដ្ឋាភិបាលកើតឬមិនកើតកុំខ្វល់ពេកព្រោះរដ្ឋាភិបាលមានច្បាប់អនុញ្ញាតឲ្យចាយថវិកា1/12ឯចំពោះសមាជិកសភាគឺអត់មានលុយសមាជិកសភារបស់គណៈបព្វជិជនគណៈបកឲ្យខ្ចីក្នុងមួយខែដូចជា$2000ពេលនោះគណៈបកដទៃគឺអត់មានលុយព្រោះខាងគណៈបព្វជិជន73នាក់មែនប៉ុន្តែមានមួយចំនួនជាប់ឆ្នោតប៉ុន្តែនៅក្នុងរដ្ឋាភិបាលស៊ីប្រាក់ខែការក្រៅរដ្ឋាភិបាលឯអ្នកដែលធ្វើសមាជិកសភាសុទ្ធគណៈបកឲ្យខ្ចីក្នុងម្នាក់ទៅ2000ចឹងបកពីរផ្សេងទៀតអត់លុយនិយាយប្រាប់កាលនោះថាពួកអានេះអត់បាយច្រាស់ហើយពួកនេះអត់បាយច្រាស់មានអី
ដល់ទៅពេលបង្កើតរដ្ឋាភិបាលហើយនិយាយពីងូតមកសុំខ្ញុំថាអត់ទេណាខ្លួនចូលធ្វើការពីពេលម៉ោងណាត្រូវគិតប្រាក់ខែពីម៉ោងហ្នឹងសម្ដេចអើយសម្ដេចសុំចាប់ផ្ដើមពីពេលដែលសភាប្រជុំចេះសុំដែរអូងូយកុំថាពួកនេះមិនចេះចាយលុយវើយអានេះទាអាក្រក់អាក្រីណាហើយបើថាធ្វើគណៈកម្មការវិញនិយាយពីទាឡានអាចាស់មិនជិះទេជិះសិតតែថ្មីហួយហើយសិតតែគេនឹងពុកកលួយនិយាយពីប្រឹងដល់ទៅអញ្ចឹងទៅមានអីតតបលែងលេងចោលទៅមើលបោះឆ្នោតតាមត្រូវវាទៅបង្កើតរដ្ឋាភិបាលយូរបំផុតត្រឹមខែ9ប៉ុន្តែខែ9យើងប្រជុំសភាមានតែគណៈបកប្រជាជនចូលរួមពីរទៀតក៏អត់ចូលឯងចូលទេហើយឯរដ្ឋាភិបាលគឺបើរដ្ឋអាថ្មីចេញមិនរួចអាចាស់នៅបន្តប៉ុន្តែធ្វើក្រាបអចោទី1ស្ថិរភាពនយោបាយទី2ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចទប់ស្កាត់អតិផរណារក្សាកម្លាំងតិចនៃចំណូលប្រាក់ចំណូលរបស់ប្រជាជនឥឡូវក៏ដូចគ្នាដែរយើងត្រូវបន្តការខិតខំរក្សាម្ខាងរក្សាសន្តិភាពនិងស្ថិរភាពនយោបាយឯម្ខាងទៀតរក្សានៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្មួយពិនិត្យមើលការខិតខំទាំងឡាយដើម្បីកុំឲ្យក្របបែកសេដ្ឋកិច្ចផ្ទុះក្របបែកពិតប្រាកដអាចបំផ្លាញចោលភូមិមួយឬមនុស្សប្រក្រុមបាត់បង់ជីវិតនិងរបួសប៉ុន្តែបើក្របបែកសេដ្ឋកិច្ចវាផ្ទុះវាបំផ្លាញមិនត្រឹមតែជីវិតមនុស្សធម្មតាដែលនៅជិតទេសូម្បីតែកូនក្នុងផ្ទៃអត់ដឹងអីក៏វាទទួលរងផលប៉ះពាល់ដែរបើតំណែងឡើងថ្លៃជាពិសេសអាតំណែងដែលចាំបាច់សម្រាប់តម្រូវការជាអង្គជាអំបិលជាត្រីសាច់ផ្សេងបើវាឡើងក៏ឡើងក្នុងកម្រិតណាមួយហើយយោងតាមការព្យាករណ៍អតិផរណារបស់យើងនឹងវិលត្រឡប់មកដូចដើមនៅពេលមិនយូរប៉ុន្មានឥឡូវយើងនៅគេខ្ពស់តិចរឿងនៅខ្ពស់តិចប៉ុន្តែវាមិនតន់កន្លងហួសនៅបន្តដោយដែលប្រទេសមួយចំនួនដែលជួបប្រទេសនោះទេទោះបីជាប្រទេសជិតខាងយើងនៅក្នុងតំបន់មានអតិផរណាខ្ពស់ប៉ុន្តែយើងខិតខំដើម្បីរក្សាអតិផរណានៅក្នុងប្រទេសរបស់យើងសម្ដៅរក្សានៅស្ថិរភាពនៃជីវភាពប្រជាពលរដ្ឋរាជរដ្ឋាភិបាលបានបញ្ចេញប្រាក់ក្នុងមួយខែប្រមាណជា$40 លានចិញ្ចឹមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារកូវីដនៅពេលដែលមានការបិទគប់មានការព្យួររោគចាក់ដោយសារតេតិនជាមួយនឹងរឿងកូវីដការផ្គត់ផ្គង់វត្ថុធាតុដើមពីក្រៅស្រុកចូលមកមិនគ្រប់ក្មួយជាកម្មការនេះទទួលបាននៅប្រាក់$70ដែរក្នុងមួយខែអត់មានធ្វើអីក៏ប៉ុន្តែរាជរដ្ឋាភិបាលក៏ត្រូវ40ហើយម្ចាស់រោងចក្រទទួល30ចេញ30ឥឡូវនេះរោងចក្រវាអត់មានបិទទេជួនកាលវាបិទរោងចក្រនេះតែវាកើតរោងចក្រនោះអាកើតវាច្រើនជាងអញ្ចឹងចំនួនរោងចក្រពីមួយខែទៅមួយខែចេះតែកើនឡើងដែលយើងខិតខំសម្រេចគោលដៅដោះស្រាយការងារធ្វើក្នុងមួយឆ្នាំ30,000នាក់អញ្ចឹងគឺមានតែការតាក់ទាញទាំងវិនិយោគក្នុងស្រុកទាំងវិនិយោគក្រៅស្រុកឲ្យគេវិនិយោគមិនមែនគ្រាន់តែសម្ដៅទៅលើបញ្ហាវិស័យកាត់ដេរស្បែកជើងទេវិស័យដទៃទៀតដែលយើងអាចធ្វើទៅបានផលិតផលទំនិញជំនួសឲ្យទំនិញប្រើប្រាស់ក្នុងស្រុកជំនួសឲ្យការនាំចូល
nâng và lấp tầm lên sầm rạp ca nòm chơi ta căn tiếp xa hà dương khát khom bao tiếp xa khang krau tam là vô bài rạ xa tiếp xa cha rạ xa nâng bằng tiếp xa cha nâng bằng rít vật thêm từ lơ tiếp xa thay thay nụ hơi chứ chỉ cả khát khom rồi chứ bác vì nụ bay từ ban đã ở pra đại miên chụp đánh tiện thì hà dương nơi các rong đi prăng co sang hệ tha ra cho na sập bọn tiền tuân tiền rừng rừng đôi chỉ pleu đôi chỉ và liên dân họ đôi chỉ cái bông phai thắc cái sự nàyสภาพกดกุกตุดคือปปอนฉบับระบอบยืนเอาแบบนี้สู้เอาเวียสมัยในเตวิธีระบอบยืนกรมสั่งยังบ่อนแทนตัวได้กล้าปะดอกปะได้วิจิตรเวียใบไม้หล่อนะได้ขโมยตามปัดหายใจvừa thờiปัญหาแล้วหายขโมยบ้านแล้วก็บอกตาจ่าพี่ขโมยใบไม้เนี่ยnơi tờ lao và đó với chưa chịuประมาณนี้มาถือการนั่งนั่งกี่ได้ฮะตลาดนั่นก็พวกฟื้นจังตื่นเต้นนั่งตัวการประดาคือมาถือการเงียบบ่ถ้าถือการเงียบบ่ยืนนั่งประดาไปเชื่อประรัดเขาบอกยืนขนมหมายชนะ30 เนี่ยแต่ขนม5 ชนะกับพวกเนี่ยนัดกับพวกเนี่ยคือนักเตะประดามาเลี้ยน5 เซนเนี่ยมาเลี้ยน5 เซนตานี่หรือเชื่อนโยบายบำพลายเชื่อหรือก็เชื่อนโยบายดอกสลายปัญหาเชื่อเด็กปลุกเชื่อแต่ปลุกเตอได้เกี่ยท่าสกายเชื่อแต่ปลุกรู้เชื่อแต่ดาวยืนตามแบบแบบเชื่อหมดกูเปล่าเปียปลุกปันได้เดริชานบอกว่าเปล่าเปียจังกลมกันด้วยโอ้ยืนท่าใครจะดำมาคมปลุกก็เวียมก้าวเวียชูหัวโซนเราต้มน้ำมันปีอเมริกในอเมริกลือเกย์เยอะเอาไว้คลาปีกัมพูชีอะไรหมดแล้วกัมพูชีเยอะปีกัมพูชีเติมบล็อกเจ๊งปีประชุมแล้วเชื่อร้อนไตรปอนผู้ออมหรือโยร้อนไตรแล้วมือกับครอบครัวยังไม่ศรัทธาในเพียบหายนั่งเมื่ออาจจะไรบัวดูบัวตาโลกคนใส่มันเฮ็ดดาวจูบกามกอดิไก่โลกามกอบูดดอมเนี่ยใส่เตี้ยABA anhมันจูบดอมเนี่ยได้เว้ยanhจูบมาดองchất 20,000เนี่ยหรือเชือก20,000เนี่ยยิ่งดูเผื่อไปตลอดตัวใหญ่บ้านจังทั้งหายปัจจัยชวนกับปัจจัยสกอลฮอนซันจุบ้านนะเพราะนั้นมันเงินขโมยเหมือนเนี่ยเตี้ยบาดใดตัวเมื่อไปเจ็ดเตี้ยอยู่โน่เดินไกลดูจบบาดใดตัวเมื่อเมื่อเตยบาดใดเลยตะคอยที่พวกอันนี้เรียนกระจายไม่กระจายคลาสคือกระจายเถอะแต่จบคุกที่อันนี้มันนึกว่าเงินสำนองบ่เบี้ยเงินสำนองบ่เบี้ยคลาสเชือกมีก๊กมาดูอีกบอกใจมีก๊กโจลกุกใจมีก๊กโจลกุกให้คลาสก็จะไปรถจอลกุกรถจอลกุกรถจอลตะงอบตะคลูดนักเวียพูดโบเวียบอกพูดโบเวียเอาไว้ได้ปูจอกบานเปิดประกอบสมเอาบ่อนต่ออนุวัตในอนุสักเตียงดอกได้เยอะบ้านดอกสลายจะวนเคลียตั้งปีชามปีปอดดับเปิลปีปอดดับใบรักษานะก็ชอบบ่อนแทนแต่ได้จบน้อยทำไมถึงเติมด่าเจ๋งโดยจะโกลโยบายจะพวกสตรีเมียไปพวกได้แล้วเปิดริวีซ่าและเพียบระว่าวิ่งได้ก็ลองตื้อสำหรับกาบ้องไปเพียงกับเตี้ยนสำหรับเวลาเชียร์สอนสอบสังคมคือถ้าแกบ้องเอาบ้องจมูกปันได้
នៅមានវិសាលភាពហើយនឹងពេលឆ្លងទន្លេមានការឧបត្ថម្ភឥឡូវយើងពង្រីកវិសាលភាពពីចាប់ពេលពីមានផ្ទៃពោះរហូតដល់កូនអាយុ2ឆ្នាំអនុវត្តជាមួយនឹងប្រជាជនក្រីក្របូកបន្ថែមជាមួយនឹងកម្មករកម្មការីដែលទទួលបានផលប្រយោជន៍ពិតមែនហើយកម្មករកម្មការីរបស់យើងក៏មានប្រាក់ចំណូលខ្ពស់ជាងខាងក្រៅប៉ុន្តែយើងក៏ចាត់ទុកថានេះក៏ជាផ្នែកដែលត្រូវទទួលបាននៅផលប្រយោជន៍ដូចគ្នាហើយសម្ដងដែរថ្ងៃនេះប្រហែលអត់មានអ្នកណាកើតកូនទេថ្ងៃមុនណាទៅប្រវត្តិឥឡូវបានចៅមួយគេដាក់ខនសែនចរណៃព្រោះថាអនុញ្ញាតឲ្យប្រើឈ្មោះសែនចុះឥឡូវខ្ញុំខ្លាយទៅជាจิតារបស់គេខ្ញុំបានបញ្ជូនប្រាក់ពួកគេធ្វើផ្ទះបានល្អទៅលើដីមួយដែលឪពុកម្ដាយចែកឲ្យប៉ុន្តែត្រូវជាពាក់ធនាគារបង់ឲ្យគេនៅខ្វះ21000ខ្ញុំបញ្ជូន$30000ទៅឲ្យក្រៅពីនោះខ្ញុំនឹងចិញ្ចឹមក្មេងនេះអាយុចិញ្ចឹមរយៈពេល3ឆ្នាំប៉ុន្តែ3ឆ្នាំនេះគ្រាន់តែជាការចាប់ផ្ដើមប្រហែលជាខ្ញុំត្រូវមើលថែទាំក្មេងមួយនេះដែលវាកើតចំថ្ងៃយើងទៅដល់ហើយខំសួរទៅឪពុកយើងតាក់តងបានតាមទូរស័ព្ទហើយតាក់តងទូរស័ព្ទមកខ្ញុំថ្មិចបានខ្លួនឯងអត់មានដឹងខ្លួនអីទេថាអត់ដឹងផងប្តីទៅធ្វើការផ្សេងទៅប្រពន្ធជិះឡានទៅដើម្បីជួបស្រាប់តែម៉ោង6ព្រឹកព្រឹបបានកូនមួយឪពុកមិនដឹងផងចឹងទេយើងក៏ត្រូវទទួលប៉ុន្តែសោកស្ដាយរឿងកំពុងឆ្នាំគឺដោយសារក្មេងវាអត់គ្រប់គីឡូអញ្ចឹងក៏ស្លាប់ទៅពីរទៅនៅកំពុងឆ្នាំជាអកុសលហើយចំពោះនៅស្វាយរៀងហើយថ្ងៃហ្នឹងសង្ឃឹមថាអត់មាននរណាកើតថ្ងៃហ្នឹងអត់ប៉ុន្តែបើមាននរណាកើតចំថ្ងៃហ្នឹងទៀតអាហ្នឹងគឺយកទៅជួយចាំទៀតអាហ្នឹងយើងដោះស្រាយសម្រាប់ណាព្រោះនេះវាដូចជាសំណាងដូចជាចៃដន្យពេលដែលយើងទៅវាកើតឥឡូវគេដាក់ជាតាđóឈ្មោះខនឬក៏ពុកគេមិនដឹងហើយគេដាក់សែនហើយបានចរណៃទៀតព្រោះកូនស្រីហើយម្ដាយវាឈ្មោះស្អីមនិចស្អីតិចទេចឹងទេគេឲ្យដាក់ឲ្យជួនគេកូនទី1គ្នាក៏ស្លាប់ហើយកូនបន្ទាប់ក៏កើតឡើងជាប់ជួនពេលដែលជាប់ចុះទៅចឹងក៏អានោះគឺជាការអានេះគឺដូចជាវាកប់ជួនហើយប៉ុន្តែវាដូចជាសំណាងយើងដែរបានចៅមួយនៅស្វាយរៀងអ្វីដែលពូចប់បានទាំងអស់គ្នានិយាយជារួមនឹងនិយាយដោយឡែកកម្មករកម្មការនេះនៅទីនេះនោះគឺត្រូវរួមគ្នារក្សាសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍរយៈពេលវែងរបស់យើងមិនត្រូវអត់ឱនឲ្យទង្វើណាក៏ដោយដែលបំផ្លាញដល់សន្តិភាពរបស់ប្រទេសព្រោះយើងបានឆ្លងកាត់នៅសោកនាដកម្មដោយសារតែសង្គ្រាមនេះហើយវេទនាណាស់ភ្លុកព្រះហើយកាលពីនោះតែយើងមានដែលធ្លាប់ស្គាល់ទេអាផ្លូវលេខ44នេះយើងបានសិក្សាដើម្បីបង្កើតទីចុងបំផុតកំពង់ស្ពឺคล้ายទៅជាតំបន់ដែលមានផ្លូវទើច្រើនជាងគេណាអាផ្លូវ51ក៏កាត់កំពង់ស្ពឺពីខាងកំពង់កណ្ដាលពីខាងកណ្ដាលកាត់កំពង់ស្ពឺអា41ក៏កាត់កំពង់ស្ពឺណា44ហើយ44
Sai bốn ấy dương tranh tơ đồng tơ promoral con đôi tranh tơ đôi bên bậc này tranh tơ ở Viêng Chăn nó mình ở đâu rồi ai ta tơ đóng rồi đây tranh tơ Viêng Chăn tranh tơ rào ở ra đó tơ ơi có một trái bên này thì bao nhiêu bên này bao nhiêu chọp tơ dân nè đây mình chăm bạch lục ba thưa tao nói lòng cắt được cả cọ xưa thì ai thưa tao nói chắp đi mà đồng Viêng Chăn tạm lôi chiên lấy tay rồi muốn nói tranh đây cái bộ bự vừa là ha chiên cái ca cọ xưa cho ra cho hai prao prey tịch chữ dương thơ tăng pi trở non này chạm đấy là spiên côn cừuខ្ញុំក៏មានសមិទ្ធផលមានអនុស្សាវរីយ៍ច្រើនដែរសម្រាប់ទៅនឹងវាច្រើនគឺនៅខាងកងពិសីហើយសម្រាប់តងគឺមានបារាយខ្ញុំមកធ្វើវត្តនៅនោះហើយគាត់ចង់មកស្នាក់នៅក្នុងវត្តនឹងរហូតក៏ប៉ុន្តែឪពុករបស់ខ្ញុំរៀបចំចេតិយនៅឯភ្នំពេញទៅវិញអាហ្នឹងគឺយើងធ្វើបុណ្យធ្វើទាននេះហើយក្រុមថាធ្វើបុណ្យធ្វើទាននេះធ្វើបុណ្យឲ្យឪពុកម្ដាយនៅថ្ងៃទី12នេះវាចំដល់ខួបលើកទី10នៃថ្ងៃមរណភាពរបស់ម្ដាយរបស់ឪពុកខួបលើកទី25មរណភាពម្ដាយនិងខួបទី100ឆ្នាំនៃកំណើតរបស់ឪពុកក៏ប៉ុន្តែដោយសារតែមានបញ្ហាសុខភាពទៅក៏ប្រគល់ឲ្យបងប្អូនធ្វើទៅបងនិងកូនក្នុងព្រះធ្វើទៅហើយប្រហែលជាធ្វើនឹងមិនដំបូងប្រុងធ្វើនៅផ្ទះនៅតែខ្មៅប៉ុន្តែឥឡូវមានបញ្ហាអញ្ចឹងក៏យើងផ្អាកតែបុណ្យនៅតែធ្វើសម្រាប់ពួកគាត់ហើយកិច្ចការបន្តដែលពូចង់បានគឺចង់ឲ្យរោងចក្រមួយคล้ายទៅជាសហគមន៍សុខសាន្តមួយធ្វើម៉េចឲ្យរោងចក្ររបស់យើងទៅជារោងចក្រដែលមានសុវត្ថិភាពគ្មានអំពើហិង្សាគ្មានការប្រើប្រាស់គ្រឿងញៀនឬចែកចាយគ្រឿងញៀនគ្មានបងតូចបងធំគ្មានចំនួនដែលភាគីទាំងសងខាងទាំងម្ចាស់រោងចក្រនិងកម្មករត្រូវធ្វើការរួមគ្នាតែកែរោងចក្រយកចិត្តទុកដាក់ទុករបស់កម្មករហើយកម្មករមានសុខភាពល្អក៏ប្រឹងប្រែងធ្វើការនេះជាការបំពេញឲ្យគ្នាហើយអរគុណម្ចាស់រោងចក្រទាំងអស់ដែលថ្ងៃនេះអនុញ្ញាតឲ្យកម្មការនេះបានមកជួបហើយបានសម្រាប់ពេលវេលាហើយឮថាចង់ថតរូបជាមួយខ្ញុំតាមរយៈអាដាមបាខេតបន្តិចទៀតថតតំណែងហ្មងទៅមិនចាំបាច់ចូលទៅថតក្រៅដល់តែខ្ញុំមានសង្កថាជាប់អ្នកថតរូបចាំមកថតរូបហើយអញ្ជើញម្ចាស់រោងចក្រមកថតជាមួយខ្ញុំនៅនេះទៅកន្លងទៅយើងអត់បានថតជាមួយម្ចាស់រោងចក្រទេអញ្ចឹងខ្ញុំអំពាវនាវឲ្យទាំងសងខាងក្មួយទៅចាំបើអត់មានរោងចក្រទេម៉ោងនេះពេលនេះក្មួយនៅជាអ្នកធ្វើស្រែធ្វើចម្ការទេហើយម្ចាស់រោងចក្របើមានតែរោងចក្រអត់កម្មករអ្នកទាំងអស់គ្នាមិនមែនជាម្ចាស់រោងចក្រគឺតកែឃ្លាំងចឹងត្រូវឃើញអំពីការបំពេញឲ្យគ្នាដែលជាដៃគូមិនអាចខ្វះគ្នាបានហើយបើមានរឿងអីកើតឡើងត្រូវដោះស្រាយឆាប់រហ័សឲ្យបានឆាប់រហ័សជាទូទៅយើងមានការអបអរសាទរដោយសារតែក្នុងចំណោមរោងចក្រទូទាំងប្រទេសបានកែលម្អនៅស្ថានភាពដែលតាក់ទងជាមួយនឹងសិទ្ធិការងារតាក់ទងនឹងការរក្សាសុខភាពរបស់កម្មករកាន់តែប្រសើរដែល
កម្មករយើងកន្លែងខ្លះតិចដួលសម្លាប់តែយើងពិនិត្យមើលវាខ្វះអុកស៊ីបានជាកម្មករដួលសម្លាប់នៅពេលចាប់ផ្ដើមដំបូងដោយសាររៀបចំវាអត់តាន់កម្មការនេះរបស់យើងចេញកៅពេលថ្ងៃត្រង់ទទួលទានអាហារនៅក្រោមដើមឈើនៅតាមដងផ្លូវប៉ុន្តែឥឡូវប្រហែលជាភាគច្រើនទៅតែជាទូទៅគឺមានកន្លែងទទួលទានអាហារមានកន្លែងទីលានដ្ឋានសម្រាប់ពិនិត្យសុខភាពជាបឋមមានកន្លែងបបើកូនហើយកម្មការនេះដែលមានផ្ទៃពោះបានទទួលការចេញមុនម៉ោងរយៈពេល15នាទីឥឡូវបន្ថែមទៅដល់ជនពិការទៀតថ្ងៃនេះលើតែជនពិការរហូតទៅដល់ជាង100នាក់ដែលបានមកចូលរួមអញ្ចឹងជនពិការក៏ទទួលបាននូវការផលប្រយោជន៍នៃការចេញព្រោះបើចេញទៅទឹមនឹងគ្រាអ្នកដែលអត់មានផ្ទៃពោះគឺគេសម្រុកទៅហើយយើងមានផ្ទៃពោះមិនមានផលប៉ះពាល់អញ្ចឹងបានជាបង្កើតចរចាជាមួយពួកតកែដើម្បីអនុញ្ញាតឲ្យក្មួយមានផ្ទៃពោះបានចេញមុនមករយៈពេលយ៉ាងតិច15នាទីហើយឥឡូវមានរោងចក្រខ្លះគេផ្ដល់ឱកាសឲ្យកម្មករដែលមានកូនខ្ចីចេញមុនម៉ោងរហូតដល់1ម៉ោងទៅទៀតដើម្បីទៅធ្វើថែទាំកូនហើយដោយដែលអតីតសភាបានធ្វើការប្រៀបធៀបមុនពេលដែលយើងមានការជួបគ្នាកម្មករយើងឈប់សម្រាក3ខែជាមួយនឹងប្រាក់បៀវត្សត្រឹមតែ50%ឥឡូវកម្មករយើងតាំងពីនោះមកកម្មករយើងបានឈប់3ខែដូចគ្នាប៉ុន្តែប្រាក់បៀវត្ស120%ដូចជាក្មួយប្រាក់ខែ200ដល់ទៅពេលឆ្លងទៅលើក្រឹប3ខែហ្នឹងប្រាក់ខែឡើង240អញ្ចឹងយើងបានចំណេញអាតែ40នឹងយកមកជួយទៅដល់កូនបន្ថែមទៅលើគោលនយោបាយរបស់រដ្ឋាភិបាលយើងតែងតែដាក់ចេញជាបន្តបន្ទាប់នៅនយោបាយគាំពារសង្គមសំដៅទៅលើគោលដៅងាយរងគ្រោះជាពិសេសគឺផ្ដោតលើការយកចិត្តទុកដាក់ទៅលើស្ត្រីមកខាងគឺកាត់បន្ថយអត្រាស្លាប់មាតានិងទារកតែមកខាងទៀតគឺវាជាការបង្កើនអាហារូបត្ថម្ភសម្រាប់ទាំងកូននិងសម្រាប់ទាំងម្ដាយតែម្ដងបានជាយើងត្រូវហ៊ានចំណាយដើមទុនដើម្បីធ្វើកិច្ចការទាំងអស់នេះវាមិននាំទៅដល់ការដួលរលំនៃសេដ្ឋកិច្ចរបស់កម្ពុជាដែលផ្ដើមចេញពីនយោបាយគាំពារសង្គមទេគាំពារសង្គមទេហើយម្យ៉ាងទៀតចាប់តាំងពីរយៈពេលកន្លងទៅយើងក៏ចាប់ផ្ដើមតែខ្ញុំសូមអំពាវនាវពីទីនេះយកចិត្តទុកដាក់ទៅលើបញ្ហាការគ្រប់គ្រងជំងឺអេដស៍ថែមទៀតកូវីដនៅកម្ពុជាវាមិនតាន់អស់ទេគួរគ្រូទៅបន្តការចាក់វ៉ាក់សាំងដុសជំរុញតែត្រូវធ្វើតទៅទៀតវាមិនមែនជាមហន្តរាយសុខភាពសាធារណៈដោយពីមុនទេប៉ុន្តែអង្គការសុខភាពពិភពលោកបានជំរុញឲ្យប្រជាជនទទួលវ៉ាក់សាំងហើយយើងក៏នៅបន្តវ៉ាក់សាំងដើម្បីការពារជំងឺកូវីដមិនតាន់អស់យើងត្រូវតែការពារកូវីដតាមរយៈការទទួលវ៉ាក់សាំងក៏ប៉ុន្តែមានរឿងមួយដែលវាធ្ងន់ជាងកូវីដនោះគឺជំងឺអេដស៍ដែលមានការកើនឡើង300ករណីប្រៀបធៀបជាមួយនឹង2022ឆ្នាំ2021ឆ្នាំ2022កន្លងទៅឆ្លង1400ករណីអញ្ចឹងកើនឡើង300ករណីហើយសម្ដៅឈ្មោះទៅលើតារាតម្រង់ឈ្មោះទៅរកអ្នកដែលយកភេទដោយគ្រាជាពិសេសប្រុសយកប្រុស
trong chơi có cái vô kia là việc bạch tư chơi có cái chơi vô bán này nó đắng từ bách hồi dưới có ăn bên rừng ăn bắp dưới cột bên ca ham khót tham mà đau vô kia đi còn tay dương con bản đại cho bắp hỏi riêng ở phía cho bôi kia đây hỏi dương có ăn rừng ăn đi ca vô phía đây kia sợi pro luôn còn tay ở vậy đây chưa khổng wall cứ cả chlọ mê rộng thay chung ước ếch đại cao trơn cho môi nâng nè giúp hết được kìa chỉ bị xét cứ pro khám bật thiên là nhà thôi ếch tao xây vô kia nâng chlong cho đây ót tao chỉ pro chẳng thế sầm rong po nơi tìm đi bà chợ prap tha chồng ngữ hết mình toàn vì Campuchia tê trời từ bên ca proประหยัด ca việc lụt sống còn miền ca rơ ao cho bốn đấy miền chồng ngữ hết bà kia ban cho ca chồng ngữ hết có trời ca nghe để lọp thư theo bà bác có áo kia thư tư hai bà sân chia kia xong thưa ca nghe có áo kia thưa cả tư còn rơ ao ai nè để vô đây cu cho bôi kia còn trời miền vị thiên là ca việc luôn pro priệp thiệp Covid đập ở bốn cứ miền năm chia ba còn tay ấy miền năm chia ba thì miền năm chia ba thì để chỉ cả prap cha chỉ cả piêu một điều hai bà sang say thầm miền chủng ngữ ấy trời từ thơ tay bắn ton đào bay từ tua ban xây vào chia ba nên chưa sầm đầu po bẩn hu hai pt đã sẵn khâm thả nó cướp tí cái lại tặng nó bật to ca cắt com từ lơ rương đi để bắt đầu sầm rập không biết là na từ tua pha bây giờ cày bị dương đi chồng ơi hết với thoi bật tê là bao nhiêu chồng ơi hết thoi cho quay khăn cho mệt rồi còn tay bay chỉ mặc cao là làm na ca trong cày mà ca trong càyแต่เทียบเทียบยืมเงินการประหยัดจากเต้ส่งออกเปรี้ยวเดียวคุยมาดูตักในตู้เต้าแบบที่แต่เลือปัญหากาเปรี้ยวสกปรกพอเรื่องนี้สำคัญนะโดยคุยทาการจูบแปมชนะมนก็เคยปูปนังอะไรแปมชนะเก่ากันแล้วปนังปันได้หายไงนี่ขโมยบ้านเพื่อตำนานมาแต่งเพลียงมาจูปูเพลียงเหมือนมันตัวใบเพลียงข้างล่างจะนั่งก็ปูเตยตะมาเลยปันได้จำไรปีไงนี่คือเพลียงยี่ข้างล่างมันแต่งหาเกี่ยมก็สบายเอาแต่เพลียงปันรักมั้งแต่กลมคลางเป๊กในไอ้กระโปรงปื้อพอจำนวนไปทนาวใจปีกระโปรงปื้อไอ้กระโปรงปื้อเนี่ยยื่นไปบนเจ็ดก่อนให้ไอ้บ้านกระโปรงปื้อคว้าตึกบ้านกระโปรงปื้อจะไม่ตึกไก่จังบ้านจะยื่นปากกาในกาวินโยกอะไรไอ้อะไรคลางอบหรือคลาไอ้สวาสลับตึงสวาสลับนี่เรื่องยื่นปากกาวินโยกปะปอนปลายเอายื่นตอบจอบปีแรงเฉยเจืองแรงเฉยโบงกัดสกได้ใส่กระดาษสกใส่สกจะได้choองสนุลbọn ông dương tอบจอบเรียจบตื่นhỏi tอบจอบเวทเลือแต่đó là len cái nó từ thưa lấy bôn ông tu đó đâu mà lịch nó dùng gì nó đây là len cái này
តាមស្រួលអត់ស្គាល់អាម្លេចនៅខាងក្រោយនោះទេអានោះឆ្នាំ2004ទៅអុំទូកនៅនោះ2003ទៅអុំទូកនៅនោះសួរអាណន់មើលអាណន់ពេលហ្នឹងនៅធ្វើជាអ្នកនិយាយវិទ្យុតាព្រំអាណន់តិចទៀតខ្ញុំមិនតិចទេប៉ុន្តែឥឡូវនៅជាទៅជារដ្ឋមន្ត្រីព័ត៌មានអមនាយករដ្ឋមន្ត្រីកាលពេលនោះអាណន់តិចទៀតខ្ញុំមិនតិចទេអារឿងអុំទូកនៅអារែងណែម្លេចនៅម្លេចអលៀងកែនអូទឹកឯងទម្លាក់ពេលហ្នឹងទៅទៅបងដើម្បីតភ្ជាប់ធ្លាក់ហើយមកខ្សែទៀតធ្លាក់ទៅរកតកោលេងឯងថ្លើមធំហ្មងដាក់ហើយពេលហ្នឹងអត់មានអេស្កាវ៉ាទ័រឲ្យដូចឥឡូវទេអង្គពលកម្មអត់ដៀឲ្យ20000តោនមកយកមកចែកហើយមកកាប់ដីជាមួយប្រជាពលរដ្ឋហើយកាលហ្នឹងយើង1ម៉ែត្រគីប4គីឡូកាប់ជាមួយប្រជាពលរដ្ឋជាពលរដ្ឋថាសម្ដេចបើឲ្យតអង្គបានអីស៊ីបានមហូបឯណាអញ្ចឹងបានជាប្រកាសថា1ម៉ែត្រគីបអង្គ4គីឡូនឹងត្រីខកំប៉ុងមកកំប៉ុងបូកនឹងអំបិលបានជាវាគោលនយោបាយប៉ុន្តែឥឡូវគេលេងប្រើហើយគេលេងប្រើស្អីក៏គ្រុកយុទ្ធនៅការភ្ជួររស់សពថ្ងៃនេះភ្ជួររស់ដោយគ្រឿងយន្តដោយគោក្របីអត់ដល់ 1% ទេក្រៅពីនោះភ្ជួររស់ដោយគ្រឿងចាក់ទាំងអស់អញ្ចឹងក្មួយកម្មការនេះយកលុយទៅសម្រាប់ជួលត្រាក់ទ័រជួលគោយន្តគេភ្ជួរហើយក្មួយត្រូវចាំបើរោងចក្រត្រូវបិទអ្នកដែលស្លាប់មុនគេអ្នកដែលអត់មុនគេគឺកម្មករពួកតកែគាត់ខាតហើយក៏ប៉ុន្តែគាត់នៅមានទ្រព្យសម្បត្តិផ្ទះសម្បែងគាត់ក្នុងប្រទេសឬក្រៅប្រទេសក៏ប៉ុន្តែយើងមួយខែ$200យ៉ាងហោចត្រូវបាត់បង់ចឹងត្រូវហ៊ានចង្អុលមុខអ្នកណាក៏ដោយដែលបំផ្លាញឆ្នាំបាយកម្មករត្រូវហ៊ានចង្អុលមុខអានេះវាអាសើរពុះលើសពីអ្វីទាំងអស់ថាច់ស៊ីនយន្តឡាក់ត្រូវគេធ្វើរដ្ឋប្រហារទម្លាក់ប៉ុន្តែថាច់ស៊ីនយន្តឡាក់នៅប្រទេសថៃមិនដែលអំពាវនាវឲ្យបរទេសកាត់ចំនួនពីថៃឈប់ទិញតំណែងពីថៃឈប់វិនិយោគនៅថៃប៉ុន្តែចង្រៃស្រុកយើងនេះវាអត់គិតដល់កម្មករណាពេលដែលមានបញ្ហាតើហ៊ុនសែនអត់បាយទេនាយករដ្ឋមន្ត្រីដែលងាយអត់បាយប៉ុន្តែអ្នកដែលអត់មានប្រាក់ចំណូលគឺកម្មករហ្នឹងឯងហើយក្នុងចំណោមកម្មករអាចមានមនុស្សមួយចំនួនបោះឆ្នោតឲ្យអាចចង្រៃនឹងទៀតហេតុអីបានវាមិនគិតអានេះនយោបាយគិតខ្លីអញ្ចឹងបានតែធ្វើទៅវាចេះតែងាប់ទៅហើយដើរររឿងគេទៀតអានេះផ្ទៃក្នុងអានោះផ្ទៃក្នុងម្សិលមិញមានម្នាក់ចេញមកថាបាទខ្ញុំផ្ទៃក្នុងបែរខ្ញុំធ្វើការឲ្យគណៈបកប្រជាជនយូរហើយក្នុងនោះក៏មានមេធំមួយចំនួនធ្វើការឲ្យលោកហ៊ុនសែនដែរទាំងអល់ទៅរកមនុស្សខ្លះទៀតហើយអាហ្នឹងវារឿងពិតបានជើលោកឯងនិយាយអីដឹកដល់ខ្ញុំភ្លាមមកបើជាឥឡូវហ្នឹងសារមកពីប្រាំងសារមកពីអាមេរិកសារមកពីកាណាដានៅក្នុងកប៉ៅរបស់ហ៊ុនសែនអរគុណណាស់ដែលឥឡូវចេះតឡើងឯងថា VIP សម្រាប់ពួកខ្ញុំអត់អ៊ីនធឺណិតទេអត់បាយទេមកជុំគ្រារបៀបនេះសេវាទូរស័ព្ទណាក៏អត់ដើរដែរព្រោះអីវាលើសចំណោះ20000នាក់តែជិត20000នាក់ទាំងអស់ទាំងសរុបគ្រាហ្នឹងប្រហែល20000នាក់ហើយ20000នាក់ឥឡូវថាសេវាសែលខាតប្រមាណភាគរយមិត្តហ្វូនប្រមាណភាគរយស្មាតប្រមាណភាគរយស៊ីតែលប្រមាណភាគរយអញ្ចឹងវាស្រូបបន្តិចបរៈទៅគឺវិលខ្ញាល់ទាំងអស់អញ្ចឹងបានហើយខ្ញុំមានផ្កាយអណប់ដល់ទៅមកគូបាញ់បញ្ចូលគ្នាប៉ុន្តែដល់ពេលកាលណាតែមេឃមានពពកខ្លាំងអានេះវាទៅអត់រួចដែរទៅរួច
ចឹងសូមបន្តបង្កើតបកគោលសម្រាប់អ៊ីនធឺណិតឲ្យខ្ញុំនេះដើម្បីខ្ញុំងាយស្រួលមើលដែរនេះឃើញដើរល្អដែរប៉ុន្តែអត់ឲ្យដឹង password ទេតែមិនស្រួលមកដល់ពួកហើយឥឡូវនេះ Telegram របស់ខ្ញុំកំពុងផ្សាយបន្តផ្ទាល់កាលណាភ្ជាប់ជាមួយ Telegram របស់ខ្ញុំគឺថាឥឡូវ Telegram នេះកំពុងតែផ្សាយបន្តផ្ទាល់ដូច្នេះវាស្រួលមើលជាង Facebook ទៅទៀតណាភ្ជាប់ Telegram ដូចជា80ប្រមាណមើលទេកាលណាភ្ជាប់ជាមួយ Telegram របស់ខ្ញុំគឺថា84មើលនេះហើយអ្នកដែលភ្ជាប់ Telegram នេះគួរប្រើភ្ជាប់ Telegram ដូចជា80ប្រមាណមើលណាវានិយាយភ្លាមវាតមកជាភ្លាមអាហ្នឹងស្រួលយើងទៅតាមឡានតាមអីយើងបើកស្រាប់បើកមើលវាដាក់វាចោលទៅបើកយើងមានអ៊ីនធឺណិតហើយមានកុនទៀតកាលណាគេប្រចាំតាមទូរទស្សន៍បើយន់ហើយភ្លាមពូរុញកុននឹងចូលទៅក្នុងនោះមកហើយអាព័ត៌មានស្អីទៅសំខាន់គឺពូបញ្ចុចតាមហ្នឹងគឺលឺទទួលបានល្បឿនលឿនកាលណាគេប្រចាំតាមទូរទស្សន៍បើយន់ហើយអាហ្នឹងណាអាអ្នកប្រឆាំងក៏វាភ្ជាប់ដែរព្រោះវាចង់ដើមហ៊ុនសែននិយាយពីអីមើលទៅអញមានហាមឃាត់អីអត់មានហាមឃាត់ប៉ុន្តែឯងកុំលួចមើលកូនអញបាយចិត្តសឿងឯងកុំលួចមើលកូនអញថតរឿងរបស់អញសោះហើយចេះមកជឿកាលហើយអាមួយនោះអាខ្មៅថាឲ្យតែសងលុយគេរួចហើយសឹកមិនសឹកទេអាខ្មៅអើយហើយជពាក់លុយគេមកជីវិតនោះទៅអាមួយនោះខូចមហាខូចឪខូចម៉ែខូចហើយទៅរបបពងចពោនឹងគេដែរហួយគ្រាន់តែលោកគួយសានសុជាមកជួបហ៊ុនសែនទៅវាយសានសុជាទៅឥឡូវសានសុជាបកត្រឡប់ទៅវិញគ្រាន់តែគេមកជួបជាមួយហ៊ុនសែនក៏វាហាមគេដែរណាសិទ្ធិរបស់គេសោះណាវាជារឿងចង្រៃអីចឹងបានជាពួកវាធ្វើទៅកាន់តែឯកោទៅហើយខ្ញុំសូមជម្រាបក្រុមជ្រុលនិយមនេះខ្ញុំមិនអត់អោនសូម្បីតែបន្តិចខ្ញុំប្រាប់ហើយធ្វើឯងតលតែឯងលុបលាយដោយអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហមចឹងតែខ្ញុំអត់សម្លាប់មនុស្សទេសម្លាប់នយោបាយជ្រុលនិយមហ្មងពួកវាជ្រុលពេកហួសហេតុពេកលើអ្នកណាក៏ដោយឲ្យតែមាននិន្នាការចងសម្ព័ន្ធភាពជាមួយអាពួកជ្រុលនិយមនេះគឺថាមិនទទួលបានការរាប់រកឬអត់អោនពីហ៊ុនសែនទេហើយកុំមកសុំលើកលែងទោសអីឲ្យហ៊ុនសែនសុំលើកលែងទោសលើកលែងការចោទប្រកាន់អត់ទេហើយតែខុសច្បាប់ដាក់ឲ្យយកបងហើយថ្ងៃនេះពូបានមកសម្រាប់គួយ19085នាក់ក្នុងម្នាក់ហ្នឹងគឺឥឡូវចង់សួរតិចនំប៉័ងណាមើលអ្នកដែលទទួលទាននំប៉័ងហើយមានប្រមាណទៅលើកដៃតិចមើលឆ្ងាញ់ដែរនំប៉័ងមើលអ្នកដែលសាកអស់ទៅក្រូចមើលទៅបែបទឹកដូងផ្អែមដោយសារទឹកក្រូចជាពិសេសសុំ5ទៅពិធីការនេះហើយនឹងអ្នកចម្រៀងហើយតែឡើងច្រៀងទាំងពិធីទាំងពិធីការនេះទាំងអ្នកចម្រៀងតែងតែគេឲ្យភ្លោះអើយអាបាកាសឬក៏អីអ៊ីស៊ីតាន់អាក្រុតស្អីណាភេសជ្ជៈស្អីក្បានគ្រប់
លក់ទាំងអស់គាត់តែចាប់បន្តិចបានហើយតែមិនស្រួលទឹកដូងផ្អែមទាំងអស់ព្រោះអាហ្នឹងក៏ត្រូវប្រយ័ត្នដែរណាតកតងនៅរឿងទឹកដូងផ្អែមហើយបងអត់សំហែងគាត់ប្រកាសថាថវិកា5លានទេចឹងអីវ៉ាន់លោកពូច្រើនណាកូនភ្លោះ3ហើយកូនភ្លោះ3ទៅទទួលបានពីពូបងហែងគាត់ប្រកាសថា5លានទេចឹងពូប្រកាសអំណោយថែមបាទទៅបើហ្នឹងគឺអត់តន់និយាយដល់ថវិកាដែលគាត់ជូនទៅបានតែម្នាក់20000រៀលទេយកទៅដាក់លេខទូរស័ព្ទទៅយកដាក់លើគួយមកជួបជាមួយពូនេះមិនមែនសម្ដៅបរោថវិកាពូទេថវិកាគួយមួយខែទៅ80,000 1លានអូណា20000រៀលទៅគ្រាន់តែថាជាចម្លងដៃសម្រាប់ដាក់លេខដាក់កាតទូរស័ព្ទទៅចុះគាត់ធ្វើតំណាក់ម្ដងគ្រាក្នុងពេលឱកាសនៃជួបពូហើយនោះប៉ុន្តែសម្រាប់កម្មការនេះដែលមេផ្ទៃពោះ593នាក់ក្នុងម្នាក់ជូនថវិកាចំនួន$200សម្រាប់លោកគ្រូក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន3លានរៀលហើយក្រុមតន្ត្រីសម័យចំនួន5លានរៀលហើយសម្រាប់ក្មួយជាកម្មការនេះសូមក្មួយថែទាំទីពោះពិនិត្យទីពោះឲ្យបានទៀងទាត់ថែទាំហើយជូនពរឲ្យក្មួយមានសុវត្ថិភាពក្នុងពេលឆ្លងទន្លេហើយបានកូនមកប្រកបដោយភាពវៃឆ្លាតคล้ายទៅជាកូនល្អធនធានមនុស្សប្រកែសម្រាប់ពេលក្រោយពេលហ្នឹងបើពូចាប់ជាតិមកវិញបានคล้ายទៅជាអ្នកកំពុងស្ពឺក៏ល្អដែរប៉ុន្តែរងចាំ30ឆ្នាំទៀតយ៉ាងតិចបានចាប់ជាតិអត់តន់ងប់ផងទៅចាប់ជាតិនៅណាហើយពេលហ្នឹងមកតាមស្រួលមកធ្វើកម្មករគេស្រាប់តែលេងមាននាយករដ្ឋមន្ត្រីថ្មីណាមកនិយាយឯងនឹងអង្គុយស្ដាប់គេទៅដល់ទៅដូចចាំជាតិតែក្រែជាតិមុនអាចដូចធ្លាប់មកឈរហ្នឹងហើយឈរអាហ្នឹងគឺជំនឿចាំជាតិហើយខ្ញុំមានរឿងចាំជាតិហ្នឹងមែនម្ដាយរបស់ពូមកកើតជាចៅរបស់ពូចៅស្រីច្បងចាំទាំងអស់ហើយមកទាំងអស់តាំងពីទទួលទានស្អីហ្នឹងបកូនណាបីដានឹងលួងម៉ែហើយរៀបទៅពេលហ្នឹងយកចៅទៅជាមួយដាក់ស្អីមកហូបប្រាំងមកហូបអីអត់ហូបដល់ក្រោយមកបកូនណានឹងលួងម៉ែប្រទៀនអាហារមកពេលទៀតយកចៅទៅជាមួយម្ដងហ្នឹងលួងម៉ែដាក់តសក់ត្រាំដាក់ស្អីថាទីអស់ទៅចឹងក្រោយមកបានយើងរកវិធីឲ្យចៅភ្លេចរឿងហ្នឹងវាជាជំនឿហើយមិនបន្តទេក្តៅទៅវាក្តៅហើយមិញហ្នឹងពេលមកដល់ហ្នឹងគឺមិនស្ទុំប៉ុន្តែឥឡូវវាចាប់ក្តៅហើយអរគុណណាស់ពីផ្ទះមកវាតឹងពោះដល់តែក្មួយអោបតែបន្តិចធូរពោះធូរខ្សែក្បោះគេនេះចង់សាបន្តិចប៉ុន្តែក្រោយល្ងាចនេះវាភ្លៀងទៀតថ្ងៃមុនមកពីស្វាយរៀងមានអីប្រូចដល់ធ្លាក់ទៅតារាងដល់វាយបានត្រឹមតែបានមកដបងដល់ដបងទី2រៀបវាយដបងទី2ភ្លៀងមកហ្មងដល់ភ្លៀងមកកាន់តែយូរទៅហើយឡានរបស់គេហ្នឹងអង្គុយនៅក្នុងតារាងហ្នឹងគឺថាអង្គុយលើឡានក្នុងតារាងហ្នឹងគឺថាដូចជា40នាទីផ្លាយបានរាំងភ្លៀងចេញទៅវាយហើយទាំងភ្លៀងថ្ងៃនេះចង់សាកនៅក្បែរផ្ទះប៉ុន្តែបើភ្លៀងអាហ្នឹងដឹងតែអត់ហើយប៉ុន្តែបើមិនភ្លៀងទេអាហ្នឹងវាយដើម្បីឲ្យមានសុខភាពល្អ
ហើយប៉ុណ្ណឹងទៅចុះអរគុណអ្នកដែលបានមកចូលរួមហើយតាមរយៈគួយ5ផ្ញើសួរទុកចំពោះឪពុកម្ដាយចំពោះចដូនចតាហើយ5ផ្ញើអរគុណគាត់ដែលពួកគាត់បានរួមសម្ដៅជាមួយពូហើយសង្ឃឹមថាថ្ងៃទី23ខែកក្កដាឆ្នាំ2023ខាងមុខគឺនាំគ្នាទៅបោះឆ្នោតក្នុងនោះច្បាស់ណាស់ថាគណៈបកប្រជាជនគឺជាជំរើសដ៏ល្អមួយសម្រាប់ប្រទេសដែលធានាដល់ការអភិវឌ្ឍធានាដល់សន្តិភាពនៃការអភិវឌ្ឍហើយជូនពរអ្នកចូលរួមទាំងអស់សូមទទួលបាននៅពុទ្ធពរនិងពរទាំង5ប្រការអាយុវណ្ណៈសុខៈពលៈនិងបរិភេណៈកំបីព្រួយក្រៅសម្រាប់ខ្ញុំហើយសូមជួយម្ចាស់រោងចក្រទាំងឡាយមកថតរូបក៏មុខទេសូមគ្រប់អញ្ជើញម្ចាស់រោងចក្រទាំងអស់គឺសូមអញ្ជើញថតរូបជាមួយនឹងសម្ដេចតេជោនាយករដ្ឋមន្ត្រីសូមបងប្អូនកម្មការនេះទាំងអស់គឺសូមសម្រួលឥរិយាបថនៅនឹងកន្លែងបន្តិចទៀតនេះក្រុមការងារនឹងជូននៅថវិកាដែលជាអំណោយដ៏ថ្លៃរបស់សម្ដេចតេជោនិងសម្ដេចកតេប្របណ្ឌិតនាពេលបន្តិចទៀតនេះបាទសម្ដេចឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពពិធីសម្ដែងសម្ដាលរវាងសម្ដេចតេជោនាយករដ្ឋមន្ត្រីជាមួយនឹងបងប្អូនកម្មការិនីដែលបម្រើការងារនៅក្រុងច្បារមននិងស្រុកសំរងទងនៃខេត្តកំពង់ស្ពឺបានបញ្ចប់ហើយនៅពេលនេះវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្ទាប់ពីសម្ដែងសម្ដាលជាមួយបងប្អូនកម្មកររួចមកសម្ដេចបានផ្ដល់កិត្តិយសឲ្យម្ចាស់រោងចក្រទាំងអស់ដែលបោះទីតាំងនៅក្នុងស្រុកសំរោងទងក៏ដូចជាក្នុងក្រុងច្បារមនខេត្តកំពង់ស្ពឺនឹងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរបើខ្ញុំបាទសូមជម្រាបថាខេត្តកំពង់ស្ពឺគឺជាខេត្តលំដាប់ថ្នាក់ទី2ដែលមានរោងចក្រសហគ្រាសច្រើនជាងគេហើយបច្ចុប្បន្ននេះឃើញថាបានផ្ដល់ការងារទៅដល់ប្រជាពលរដ្ឋបានបម្រើការងារនៅតាមបណ្ដារោងចក្រសហគ្រាសជាច្រើនផងដែរនៅក្នុងខេត្តកំពង់ស្ពឺនេះហើយតាមរយៈវត្តមាននៃរោងចក្រទាំងអស់ដែលបានបោះទីតាំងនៅក្នុងខេត្តកំពង់ស្ពឺនេះគឺថារួមចំណែកយ៉ាងសំខាន់ណាស់មិនត្រឹមតែជំរុញការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិប៉ុណ្ណោះនោះទេប៉ុន្តែបានផ្ដល់ការងារទៅដល់កូនក្មួយប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺបើមិនត្រឹមតែខេត្តកំពង់ស្ពឺប៉ុណ្ណោះនោះទេគឺបងប្អូនកម្មការិនីមានមកពីតាមបណ្ដាខេត្តផ្សេងទៀតដូចជាខេត្តតាកែវខេត្តកំពតខេត្តកណ្ដាលក៏
បានមកធ្វើការងារនៅរោងចក្រទាំងអស់នេះបានដែរបាទនៅពេលនេះវត្តមានដ៏ពងពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចកំពុងត្រៀមធ្វើដំណើរចាក់ចែងពីកន្លែងប្រារព្ធពិធីហើយនៅថ្ងៃនេះគឺថាកម្មការនីប្រមាណជាង 10000 នាក់ការជិត 20000 នាក់នេះគឺថាបានសប្បាយចិត្តរីករាយដែលចំពោះវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនកម្មការនីនេះព្រឹកនេះហើយបង្ហាញនៅក្តីរីករាយនិងភាពស្និទ្ធស្នាលយ៉ាងក្រៃលែងផងដែរហើយនោះបងប្អូនកម្មការនីខ្លះក៏ធ្លាប់បានជួបសម្ដេចតេជោពីមុនហើយបងប្អូនកម្មការនីខ្លះគឺថាអត់ដែលបានជួបទេដូច្នេះជាឱកាសមួយដែលបានបង្ហាញនៅអារម្មណ៍ភាពស្និទ្ធស្នាលរវាងនាយករដ្ឋមន្ត្រីជាមួយសម្ដេចតេជោហើយសម្ដេចតេជោធ្លាប់បានមានប្រសាសន៍ហើយតាមរយៈជំនួបបង្ហាញនូវភាពស្និទ្ធស្នាលនេះគឺថាមិនត្រឹមតែក្នុងនាមជានាយករដ្ឋមន្ត្រីជាមួយនឹងបងប្អូនកម្មការនីប៉ុណ្ណោះទេប៉ុន្តែភាពស្និទ្ធស្នាលក្នុងនាមជាលោកឪពុកនិងកូនប្រៀបដូចជាក្មួយនិងពូជាដើម500 នាក់ឯណោះហើយក្នុងនោះក៏មានកម្មការនីដែលមានកូនភ្លោះនឹងចំនួន4នាក់ផងដែរហើយសម្រាប់ស្ត្រីជាកម្មការនីមានផ្ទៃពោះទាំងជាង500នាក់ហ្នឹងគឺថាម្នាក់សម្ដេចតេជោជូនថវិកាសម្រាប់សម្រាលកូននាពេលខាងមុខគឺម្នាក់ទទួលបាន$200ហើយសម្រាប់ស្ត្រីមានកូនភ្លោះ2ហ្នឹងគឺថាម្នាក់$400ផងដែរបន្តិចនេះក្រុមការងារនៅជួនៅថវិកាដែលជាអង្គរដ្ឋបាលរបស់សម្ដេចតេជោនិងសម្ដេចតេជោដិតជាពេលបន្តិចនេះសូមអរគុណបច្ចុប្បន្នប៉ុណ្ណាដោយដែលសម្ដេចអាដាមលោកជំទាវបានជ្រាបហើយតាមរយៈជំនួបរវាងសម្ដេចតេជោនាយករដ្ឋមន្ត្រីជាមួយនឹងបងប្អូនកម្មការនីនាពេលកន្លងមកគឺគោលបំណងសំខាន់គឺដើម្បីពិនិត្យឡើងវិញអំពីវឌ្ឍនភាពក៏ដូចជាភាពរីចម្រើននៃវិស័យរោងចក្រសហគ្រាសទាំងអស់ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាទាំងរោងចក្រដែលបានបោះទីតាំងនៅក្នុងទីក្រុងភ្នំពេញនិងរោងចក្រដែលមានវត្តមាននៅតាមបណ្ដាខេត្តនានាហើយបច្ចុប្បន្ននេះឃើញថាតាមរយៈសុខសន្តិភាពដែលកម្ពុជាទទួលបានគឺកម្ពុជាទទួលនៅរោងចក្រវិនិយោគពីបរទេសនឹងជាបន្តបន្ទាប់ដែលក្នុងនោះមានរោងចក្រមកពីប្រទេសចិនប្រទេសជប៉ុនប្រទេសកូរ៉េកំពុងតែវិនិយោគទៅលើវិស័យឧស្សាហកម្មយ៉ាងច្រើនផងដែរជាពិសេសបើយើងក្រឡេកទៅមើលតាមបណ្ដោយផ្លូវជាតិសំខាន់បាទជាក់ស្ដែងដូចជានៅតាមបណ្ដោយផ្លូវជាតិលេខ4ផ្លូវជាតិលេខ3ឃើញថាសុទ្ធតែរោងចក្រសហគ្រាសយ៉ាងច្រើនកំពុងតែបម្រើនៅអាជីវកម្មរបស់ខ្លួនហើយក៏បានផ្ដល់ការងារដល់ប្រជាពលរដ្ឋបានធ្វើគ្រប់គ្នាផងដែរហើយក៏ប្រាក់ខែនោះក៏បានច្រើនទៅតាមនោះផងដែរនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោជានាយករដ្ឋមន្ត្រីបានកំណត់នៅចក្ខុវិស័យរបស់កម្ពុជាក្នុងការកំណត់ថានៅក្នុងឆ្នាំ2030នេះគឺជាប្រទេសដែលអភិវឌ្ឍដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ហើយឆ្នាំ2050ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែម្ដងដូច្នេះហើយដើម្បីសម្រេចបាននៅគោលដៅទាំងអស់នេះរាជរដ្ឋាភិបាលកម្ពុជាត្រូវដាក់ចេញនៅការអភិវឌ្ឍនៅវិស័យជាច្រើនគឺកម្ពុជាមិនត្រូវពឹងផ្អែកតែលើវិស័យកសិកម្មតែមួយមុខនោះទេត្បិតតែប្រទេសកម្ពុជាយើងពីមុនមកកំណត់ថាជាប្រទេសកសិកម្មក៏ប៉ុន្តែបច្ចុប្បន្ននេះគឺថាកម្ពុជាដើម្បីទទួលបាននូវភាពរីកចម្រើន
ទៅមុខទៀតគឺថាកម្ពុជាត្រូវមានវិស័យជាច្រើនទៀតចូលរួមហើយក្នុងនោះវិស័យការអភិវឌ្ឍវិស័យឧស្សាហកម្មនេះគឺជាផ្នែកមួយយ៉ាងសំខាន់ណាស់ក្នុងការជំរុញវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរបស់កម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរហើយក្រៅពីវិស័យឧស្សាហកម្មយើងមានកសិកម្មយើងមានទេសចរណ៍យើងមានសេវាកម្មទៀតដែលវិស័យទាំងអស់នេះគឺថារួមចំណែកក្នុងការជំរុញនៅកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀតទន្ទឹមនឹងភាពរីកចម្រើនទៅលើវិស័យឧស្សាហកម្មការចោះជួបជាមួយបងប្អូនកម្មករកម្មការិនីនេះគឺថាប្រមុខរាជរដ្ឋាភិបាលលោកបានស្វែងយល់អំពីតម្រូវការចាំបាច់របស់កម្មករកម្មការិនីក៏ដូចជាឱកាសដើម្បីដោះស្រាយនៅបញ្ហាប្រឈមផ្សេងៗរបស់បងប្អូនកម្មករកម្មការិនីជាក់ស្ដែងគឺចាប់តាំងពីឆ្នាំ2018រហូតមកដល់ពេលនេះឃើញថាកម្មករកម្មការិនីដែលបម្រើការងារតាមបណ្ដារោងចក្រនានាហ្នឹងគឺថាទទួលបាននៅអត្ថប្រយោជន៍ច្រើនបើប្រៀបធៀបកាលពីប្រហែលឆ្នាំមុនឃើញថាពួកគាត់ទទួលបានអត្ថប្រយោជន៍តិចតួចណាស់ហើយប្រាក់ខែគោលហ្នឹងក៏មិនបានច្រើនដូចពេលបច្ចុប្បន្ននោះដែរបច្ចុប្បន្នបើនិយាយពីប្រាក់ខែគោលគឺពួកគាត់ទទួលបានចំនួន$200ប្រាក់ខែគោលហើយបើបូកនឹងអត្ថប្រយោជន៍ផ្សេងជាច្រើនទៀតហើយអាស្រ័យទៅតាមទីតាំងរោងចក្រនីមួយៗផងដែរទីតាំងរោងចក្រខ្លះក៏ហ៊ានឲ្យប្រាក់ខែកម្មករហ្នឹងលើសពីចំនួន200ទៅទៀតហើយកន្លែងខ្លះគឺថាតិចបំផុតហ្នឹងគឺថាអបបរមាហ្នឹងគឺថា$200ហើយបើបូកនឹងអត្ថប្រយោជន៍ដែលគាត់ទទួលបានផ្សេងទៀតប្រាក់ថែមម៉ោងប្រាក់ថ្លៃបាយថ្លៃអីទៀតគឺថាបានច្រើនអ្នកខ្លះអាចបានជាពី250ទៅ280ហើយអ្នកខ្លះឈានទៅដល់300 400ក៏មានដែរគឺអាស្រ័យទៅលើទីតាំងរោងចក្រនោះដល់នៅអត្ថប្រយោជន៍ឲ្យគាត់ក្នុងនោះសម្ដេចតេជោធ្លាប់បានមានប្រសាសន៍ហើយគឺថាប្រាក់ខែគោល$200នេះគឺជាការកំណត់របស់រាជរដ្ឋាភិបាលក៏ប៉ុន្តែប្រសិនបើម្ចាស់រោងចក្រនឹងហ៊ានឲ្យប្រាក់ឈ្នួលកម្មករលើសនឹងគឺថារឹតតែប្រសើរដូច្នេះហើយឃើញថាបច្ចុប្បន្ននេះរោងចក្រខ្លះក៏ហ៊ានឲ្យប្រាក់ខែគោលនឹងលើស$200ទៅទៀតដូច្នេះហើយនេះគឺជាការរួមចំណែកយ៉ាងសំខាន់ណាស់ដែលម្ចាស់រោងចក្រទាំងអស់បានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការជំរុញវិស័យឧស្សាហកម្មនឹងឲ្យកាន់តែមានភាពរីកចម្រើនតទៅមុខទៀតខ្ញុំបាទសូមជម្រាបថាក្រៅពីប្រាក់ខែគោលគឺថាកម្មករកម្មការិនីទទួលបាននៅការអនុវត្តគេហៅថាក្របខ័ណ្ឌគោលនយោបាយដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ជាក់ស្ដែងឃើញថាតាក់ទងទៅនឹងបានបេឡាជាតិរបបសន្តិសុខសង្គមដែលហៅកាត់ថាបសសហ្នឹងកាលពីមុនឃើញថាបងប្អូនកម្មករកម្មការិនីហ្នឹងឃើញថាបងជូនទៅដល់ខាងរោងចក្រហ្នឹងខាងក្រុមហ៊ុនរោងចក្រហ្នឹងគឺថា100%ក៏ប៉ុន្តែចាប់តាំងពីមានការចុះជួបសម្ដេចតេជោកាលពីឆ្នាំ2018មកគឺថាបងប្អូនកម្មករកម្មការិនីហ្នឹងគឺអត់មានបងជូនដល់ម្ចាស់រោងចក្រទៀតនោះទេគឺម្ចាស់រោងចក្រហ្នឹងជាអ្នកបងជំនួសកម្មករកម្មការិនីតែម្ដងដូច្នេះហើយគឺថាតាមរយៈបានបសសហ្នឹងគឺថាកម្មករអាចសន្សំលុយបានទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃផងដែរហើយលើពីនេះទៅទៀតតាមរយៈបានបសសនេះគឺថាមានអត្ថប្រយោជន៍ច្រើនពីព្រោះថាបងប្អូនកម្មករកម្មការិនីនៅពេលដែលពួកគាត់មានជំងឺដង្កាត់ផ្សេងពួកគាត់គ្រាន់តែកាន់បានបសសនោះទៅកាន់មន្ទីរពេទ្យរដ្ឋឬក៏មន្ទីរពេទ្យឯកជនណាមួយដែលមានសហការជាមួយនឹងបសសហ្នឹងគឺថាមិនអស់ថ្លៃព្យាបាលនោះទេហើយបច្ចុប្បន្ននេះឃើញថាបសសនេះកំពុងតែពេញនិយមហើយមានបងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនីហ្នឹងបានប្រើប្រាស់សេវាហ្នឹងច្រើនផងដែរហើយតាមរយៈការរួមចំណែកក្នុងការបង់ថ្លៃ
ជាបាលហ្នឹងគឺថាពួកគាត់អាចសន្សំលុយកាក់ហ្នឹងសល់បានច្រើនលើពីនេះទៅទៀតអ្វីដែលសំខាន់ចំពោះស្ត្រីមានផ្ទៃពោះគឺថាសម្ដេចតេជោបានបញ្ជាក់ដាក់ចេញនៅគោលនយោបាយថ្មីលើសកម្មភាពចាស់ដដែលគឺថាចាប់ពីខែសីហាថ្ងៃទី1ខែសីហាឆ្នាំ2023ខាងមុខនេះតទៅគឺថាស្ត្រីកម្មការិនីដែលមានផ្ទៃពោះចាប់ពីមានផ្ទៃពោះរហូតដល់ពេលសម្រាលហើយកូនគាត់អាយុ2ឆ្នាំគឺថាបន្តផ្ដល់សាច់ប្រាក់ហ្នឹងជូនជាបន្តបន្ទាប់ដូច្នេះនេះគឺជាគោលនយោបាយបន្ថែមថ្មីមួយទៀតសម្រាប់បងប្អូនដែលជាកម្មការិនីមានផ្ទៃពោះតាំងពីចាប់ផ្ដើមមានផ្ទៃពោះរហូតដល់កូនអាយុ2ឆ្នាំ